Bà sôm xóa cúm đo ní sạch tiếng ốc Dương chụp kiaនៅក្នុង session ពេលរសៀលដូច្នេះតាមគម្រោងរបស់យើងគឺនៅក្នុងពេលរសៀលនេះគឺយើងធ្វើការបន្តនៅចម្ពោះថ្មីគឺចម្ពោះទី6ហើយចម្ពោះទី6របស់យើងនេះគឺស្ដីអំពី Foundation of Group Behavior and Team Development គឺមូលដ្ឋានគ្រឹះនៃឥរិយាបថរបស់ក្រុមនិងការបង្កើត team បាទគឺមូលដ្ឋានគ្រឹះនៃការសំដៅនៃឥរិយាបថរបស់ក្រុមនិងការបង្កើត team បាទនៅក្នុងចម្ពោះរបស់យើងគឺមានគោលបំណងជាក់លាក់ជាច្រើនដូច្នេះយើងទៅមើលនៅ slide បន្ទាប់យើងនឹងឃើញអំពីគោលបំណងដែលជាលទ្ធផលនៃការសិក្សាសម្រាប់និស្សិតទាំងអស់បាទដូច្នេះនេះគឺជាគោលបំណងនៃការសិក្សារបស់យើងនៅក្នុងចម្ពោះទី6របស់យើងនេះគឺមានគោលបំណងចំនួន9ចំណុចយើងនឹងពិនិត្យមើលថាតើគោលបំណងទាំង9ចំណុចនេះតើមានអ្វីខ្លះបាទទី1គឺយើងនឹងបង្ហាញអំពីប្រភេទផ្សេងៗគ្នានៃក្រុមយើងនឹងយល់អត្ថន័យថាតើដូចម្តេចទៅហៅថាក្រុមហើយវាមានប្រភេទនៃក្រុមអ្វីខ្លះទី2គឺបង្ហាញថាតើការទៀមទានៃតួនាទីរបស់ក្រុមមានការផ្លាស់ប្ដូរហើយការផ្លាស់ប្ដូរនោះគឺស្ថិតនៅក្នុងស្ថានភាពផ្សេងគ្នាយ៉ាងដូចម្តេចខ្លះបាទអញ្ចឹងយើងនឹងឃើញថា role requirement មានការផ្លាស់ប្ដូរនៅក្នុងស្ថានភាពផ្សេងគ្នាអញ្ចឹងយើងនឹងឃើញថាតើតួនាទីនៅក្នុងក្រុមហ្នឹងតើវាមានភាពគេហៅថាផ្លាស់ប្ដូរនៅក្នុងស្ថានភាពផ្សេងគ្នាហ្នឹងគឺយ៉ាងដូចម្តេចទី3គឺនឹងចង្អុលបង្ហាញថាតើ norms គឺយើងហៅថាបន្ទាត់ដ្ឋានឬក៏បទដ្ឋានហ្នឹងគឺតើវាជះឥទ្ធិពលទៅលើឥរិយាបថរបស់បុគ្គលយ៉ាងដូចម្តេចបាទអញ្ចឹងសួរថា norm ដែលជាបទដ្ឋានឬក៏យើងហៅថាបន្ទាត់ដ្ឋានហ្នឹងសួរថាតើវាជះឥទ្ធិពលណាវាជះឥទ្ធិពលទៅលើឥរិយាបថយ៉ាងដូចម្តេចទៅទី4គឺពិពណ៌នាថាតើបញ្ហាពាក់ព័ន្ធទៅនឹង cohesiveness គឺភាពស្អិតរមួតនិង diversity គឺភាពចម្រុះគឺអាចរួមបញ្ចូលគ្នាដើម្បីធ្វើឲ្យមានភាពស័ក្តិសិទ្ធិឬក៏ប្រសិទ្ធផលរបស់ក្រុមយ៉ាងដូចម្តេចអញ្ចឹងមានន័យថាយើងនឹងពិនិត្យមើលទៅលើថាតើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យមានគេហៅថា cohesiveness គឺភាពស្អិតរមួតរបស់ក្រុមហើយយើងនឹងឃើញអំពីទិដ្ឋភាពដែលពាក់ព័ន្ធទៅនឹង group diversity គឺភាពចម្រុះរបស់ក្រុមមានន័យថានៅក្នុងក្រុមហ្នឹងគឺវាមានគេហៅថាភាពចម្រុះគ្នាណាមានភាពចម្រុះគ្នាឧទាហរណ៍ភាពចម្រុះនៃ background ឧទាហរណ៍ភាពចម្រុះនៃចរិតលក្ខណៈរបស់បុគ្គលនីមួយៗនៅក្នុងក្រុមទី5គឺធ្វើការវិភាគអំពីការកើនឡើងនៃប្រជាប្រិយភាពរបស់ team នៅក្នុងអង្គភាពអញ្ចឹងយើងនឹងយល់ដឹងថាតើមិនទៅហៅថា team ណាតើមិនទៅហៅថា team ហើយសួរថាតើវាមានការកើនឡើងនៅប្រជាប្រិយភាពយ៉ាងដូចម្តេចទី6គឺបង្ហាញពីភាពខុសគ្នារវាង group ហើយនិង teams តើ group ហើយនិង team ហ្នឹងតើខុសគ្នាយ៉ាងដូចម្តេចយើង group យើងប្រែថាក្រុមហើយ team នេះយើងប្រែថា team តាមគេទៅថា team តាមគេទៅបាទអញ្ចឹងសួរថាតើ group ហើយនិង team ហ្នឹងខុសគ្នាយ៉ាងដូចម្តេចហើយទី7គឺបង្ហាញអំពីភាពខុសគ្នានៃប្រភេទទាំង5របស់ team អញ្ចឹងយើងនឹងឃើញអំពីទម្រង់នៃ team មានចំនួន5ប្រភេទអញ្ចឹងសួរថាតើនៅក្នុងចំណោមទាំង5ហ្នឹងគឺវាមានភាពខុសគ្នាយ៉ាងដូចម្តេចខ្លះទី8គឺកំណត់អំពីចរិតលក្ខណៈនៃ effective team អញ្ចឹង team ដែលមានប្រសិទ្ធផលតើមានចរិតលក្ខណៈយ៉ាងដូចម្តេចអញ្ចឹងយើងនឹងឃើញអំពីចរិតលក្ខណៈរបស់ team ដែលមានប្រសិទ្ធផលឬក៏ដែលមានភាពស័ក្តិសិទ្ធិហើយនឹងទី9យើងនឹងធ្វើការពន្យល់ថាតើអង្គភាពអាចបង្កើតនៅគេហៅថា team player គឺចង់សម្ដៅដល់អ្នកដើរតួនាទីសំខាន់នៅក្នុងក្រុមតើយើងអាចធ្វើការបង្កើតនៅ team player យ៉ាងដូចម្តេចគឺជាអ្នកដែលដើរតួនាទីសំខាន់នៅក្នុង team ហ្នឹងបាទអញ្ចឹងនេះគឺជាគម្រោងនៃផែនការនៃមេរៀនរបស់យើងដែលមានទាំងអស់គឺមានចំនួន9ចំណុចដែលជាលទ្ធផលនៃការសិក្សាសម្រាប់ចម្ពោះទី6របស់យើងប៉ុន្តែសម្រាប់កម្មវិធីនៃពេលរសៀលរបស់យើង
គឺយើងនឹងធ្វើការសិក្សាតែមួយចំនួនតែប៉ុណ្ណោះគឺមានន័យថាយើងនឹងធ្វើការសិក្សាពីទី1រហូតដល់ទី4បាទអញ្ចឹងមានន័យថាជាអ្វីដែលយើងសិក្សាទិដ្ឋភាពពាក់ព័ន្ធទៅនឹង group អញ្ចឹងសម្រាប់ team យើងនឹងធ្វើការសិក្សានៅក្នុងសប្តាហ៍ក្រោយយើងបញ្ចប់ជំពូកទី6ហើយនឹងបញ្ចប់ជំពូកទី7តែម្ដងហើយក៏ជាពេលដែលយើងធ្វើការបញ្ចប់នៅមុខវិជ្ជារបស់យើងផងដែរអញ្ចឹងសម្រាប់នៅក្នុងសប្តាហ៍នេះគឺយើងនឹងធ្វើការសិក្សាពីចំណុចទី1រហូតដល់ចំណុចទី4ដែលជាគម្រោងនៅក្នុងការសិក្សានៃសប្តាហ៍របស់យើងនេះសម្រាប់ពេលរសៀលបាទអញ្ចឹងយើងដឹងអំពីផែនការនៃមេរៀនរបស់យើងជាបន្ទាប់នេះយើងចាប់ផ្ដើមចូលចំណុចនៃមេរៀនរបស់យើងបាទឥឡូវនេះយើងចូល groups and group identity គឺក្រុមនិងអត្តសញ្ញាណរបស់ក្រុមណាក្រុមនិងអត្តសញ្ញាណរបស់ក្រុមអញ្ចឹងដំបូងនេះគឺយើងមើលនិយមន័យថាតើ group នឹងគឺជាអ្វីទៅអញ្ចឹងនេះ group គេអាចកំណត់និយមន័យថាជាបុគ្គល2នាក់ណាជាបុគ្គលដែលមានចំនួន2នាក់ឬក៏ច្រើននាក់អញ្ចឹងដើម្បីឲ្យខ្លាចជាក្រុមបានតើមានចាប់ពី2នាក់ឡើងទៅបើមានតែម្នាក់យើងអាចហៅថាជាក្រុមបានទេអញ្ចឹងត្រូវមានចាប់ពី2នាក់ឡើងទៅឬក៏អាចច្រើននាក់បានហើយដែលធ្វើអន្តរកម្មបាទពាក្យថាធ្វើអន្តរកម្មមានន័យថាមានការឆ្លើយឆ្លងគ្នាធ្វើទំនាក់ទំនងជាមួយគ្នាណាប្រស្រ័យតាក់ទងជាមួយគ្នានិងមានលក្ខណៈអន្តរពឹងផ្អែកណាមានលក្ខណៈអន្តរពឹងផ្អែកមានន័យពឹងផ្អែកគ្នាទៅវិញទៅមកហើយដែលរួមគ្នាណាហើយដែលរួមគ្នាដើម្បីសម្រេចនៅគោលបំណងជាក់លាក់ណាគេរួមគ្នាណាគេរួមគ្នានេះដើម្បីទៅសម្រេចនៅគោលបំណងជាក់លាក់បាទនេះហើយគឺជានិយមន័យរបស់ group និយមន័យរបស់ក្រុមអញ្ចឹងខ្ញុំបញ្ជាក់ជូនឡើងវិញទី1គឺគេអាចកំណត់និយមន័យថាជាបុគ្គល2នាក់ឬច្រើននាក់ធ្វើអន្តរកម្មនិងមានលក្ខណៈអន្តរពឹងផ្អែកដែលរួមគ្នាដើម្បីសម្រេចនៅគោលបំណងជាក់លាក់នោះហើយគឺជានិយមន័យរបស់ group ហើយ group គឺវាអាចមានលក្ខណៈរបស់វា2យ៉ាងណាវាមានលក្ខណៈរបស់វា2យ៉ាងឬក៏ប្រភេទរបស់ក្រុមគឺមានលក្ខណៈ2យ៉ាងទី1គឺក្រុមដែលមានលក្ខណៈ formal នេះក្រុមដែលមានលក្ខណៈ formal ហើយនឹងទី2គឺក្រុមមានលក្ខណៈ informal formal គឺមានលក្ខណៈផ្លូវការ informal គឺមិនផ្លូវការបាទហើយនៅទីនេះយើងឃើញហើយនិយមន័យថាតើមិនទៅហៅថាក្រុមផ្លូវការហើយមិនទៅហៅថាក្រុមមិនផ្លូវការអញ្ចឹងកាលណាគេនិយាយពីក្រុមផ្លូវការគឺជាក្រុមទាំងឡាយណាដែលគេកំណត់នៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាពណាគេធ្វើការកំណត់នៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាពមានន័យថាមានរចនាសម្ព័ន្ធត្រឹមត្រូវអញ្ចឹងឧទាហរណ៍ដូចជាក្រុមអាកាសយានិកគឺជាក្រុមដែលបានកំណត់ដោយរចនាសម្ព័ន្ធរបស់អង្គភាពហើយក៏គេបានធ្វើការកំណត់ចាត់ចែងការងារអំពីកិច្ចការណាដែលអាកាសយានិកត្រូវធ្វើអញ្ចឹងអិរិយាបថដែលបុគ្គលគួរចូលរួមត្រូវបានចែងមានន័យនៅក្នុងក្រុមហ្នឹងគឺគេបានកំណត់ហើយថាតើអ្នកណាដែលត្រូវចូលរួមណាហើយអិរិយាបថបែបណាដែលកំណត់នៅក្នុងហ្នឹងហើយតម្រង់ឆ្ពោះទៅរកគោលដៅរបស់អង្គភាពបាទហ្នឹងហើយដែលយើងហៅថាជាក្រុមផ្លូវការណាហ្នឹងហើយយើងហៅថាក្រុមផ្លូវការដល់ពេលក្រុមមិនផ្លូវការវិញណាវាគឺជា alliances មានន័យថាជាសម្ព័ន្ធមានន័យថាជាការបង្កើតនៅទំនាក់ទំនងវាគឺជាសម្ព័ន្ធភាពណាការបង្កើតនៅទំនាក់ទំនងហើយដែលណាអាចមានលក្ខណៈជាគេហៅថាទាំងមិនណាទាំងមិនមានរចនាសម្ព័ន្ធជាផ្លូវការទាំងអត់មានកំណត់នៅក្នុងអង្គភាពមានន័យថាអត់ទាំងពីរ
ទាំងអត់មានរចនាសម្ព័ន្ធផ្លូវការហើយក៏អត់មានកំណត់នៅក្នុងអង្គភាពផងដែរបាទអញ្ចឹងក្រមមិនផ្លូវការគឺជាសម្ព័ន្ធភាពដែលគេហៅថាមិនបានរៀបចំជាផ្លូវការនិងមិនមានលក្ខណៈជាអង្គភាពនោះឡើយប៉ុន្តែក្រមហ្នឹងគឺគេបានបង្កើតឡើងដែរហើយវាមានលក្ខណៈជា natural តែម្ដងគេហៅថាបង្កើតឡើងដែលមានលក្ខណៈជាធម្មជាតិនៅក្នុងបរិយាកាសការងារនេះបង្កើតដោយឯកឯងដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការទំនាក់ទំនងសង្គមមានន័យថាក្រមមិនផ្លូវការជាទូទៅគឺគេធ្វើឡើងដើម្បីបំពេញនៅសេចក្តីត្រូវការទំនាក់ទំនងសង្គមបាទអញ្ចឹងឧទាហរណ៍មានមនុស្ស3នាក់ដែលចេញមកពីផ្នែកផ្សេងគ្នានៅក្នុងក្រុមហ៊ុនឧទាហរណ៍មកពីផ្នែកខាង marketing ឧទាហរណ៍ម្នាក់ទៀតមកពីផ្នែកខាងហិរញ្ញវត្ថុហើយម្នាក់ទៀតមកពីខាងផ្នែកផលិតកម្មហើយគេបានមកញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅក្នុងកង់ទីនឬក៏នៅក្នុងកន្លែងលក់អាហារណាមួយអញ្ចឹងនោះហើយមានន័យថាគឺជាក្រុមមិនផ្លូវការមួយដោយសារអីដោយសារតែនិយោជិតឬក៏បុគ្គលិកទាំង3នាក់ហ្នឹងមកពីផ្នែកផ្សេងគ្នាទេប៉ុន្តែគេមកញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាអញ្ចឹងនឹងហើយវាបង្កើតបានជាក្រុមមួយដែលយើងហៅថាជាក្រុមមិនផ្លូវការបាទអញ្ចឹងនេះគឺជាចំណុចដំបូងដែលឲ្យយើងយល់ថាតើមិនទៅហៅថាក្រុមហើយតើយើងកំណត់អត្តសញ្ញាណរបស់ក្រុមយ៉ាងដូចម្ដេចបាទលើចំណុចជាបន្តទៀតនេះគឺយើងចូលដល់ចំណុច social identity គឺអត្តសញ្ញាណសង្គមចំណុចរបស់យើងនេះគឺចង់បង្ហាញដល់យើងសួរថាតើហេតុអ្វីបានជាគេបង្កើតក្រុមឡើងណាថាតើហេតុអីបានជាគេបង្កើតឲ្យមានចេញជាក្រុមឡើងអញ្ចឹងដើម្បីបង្ហាញនៅត្រង់ចំណុចនេះគឺពាក់ព័ន្ធទៅនឹងគេហៅថាដែននៃទ្រឹស្ដីអត្តសញ្ញាណសង្គមដែលយើងហៅថា social identity theory ដែលនៅក្នុងដែននៃទ្រឹស្ដីអត្តសញ្ញាណសង្គមនឹងបង្ហាញអំពីនិន្នាការរបស់យើងក្នុងការដែលយើងមានមោទនភាពផ្ទាល់ខ្លួនឬក៏យើងអាចនឹងមានការអអន់សពុនចិត្តចំពោះសមិទ្ធផលនៃក្រុមឬក៏របស់ក្រុមហើយទ្រឹស្ដីអត្តសញ្ញាណសង្គមនេះគឺបង្កើតឡើងដោយចិត្តវិទូចំនួន2នាក់ទី1គឺឈ្មោះថា Henry Tafel គាត់គឺជាជនជាតិប៉ូឡូញហើយនិងទី2គឺឈ្មោះថា John Turner គាត់គឺជាជនជាតិអង់គ្លេសអញ្ចឹងលោកទាំងពីរនេះគឺបានបង្កើតនៅទ្រឹស្ដីអត្តសញ្ញាណអត្តសញ្ញាណសង្គមនេះឡើងហើយដែលទ្រឹស្ដីអត្តសញ្ញាណសង្គមបានលើកឡើងថាមនុស្សយើងណាមនុស្សយើងគឺមានប្រតិកម្មផ្នែកអារម្មណ៍ណាមនុស្សយើងណាគឺមានប្រតិកម្មផ្នែកអារម្មណ៍យើងហៅថា emotional reaction បាទ emotional reaction គឺប្រតិកម្មផ្នែកអារម្មណ៍ចំពោះការបរាជ័យឬក៏ភាពជោគជ័យរបស់ក្រុមណាអញ្ចឹងមានន័យថាយើងម្នាក់គឺមានប្រតិកម្មផ្នែកអារម្មណ៍ចំពោះបរាជ័យឬក៏ភាពជោគជ័យរបស់ក្រុមមានន័យថាក្នុងករណីយើងជាសមាជិករបស់ក្រុមណាម្នាក់របស់ក្រុមណាមួយអញ្ចឹងសួរថាតើហេតុអីបានជាបែបហ្នឹងគឺដោយសារតែ self esteem របស់យើងនេះការគោរពខ្លួនឯងរបស់យើងហ្នឹងគឺវាមានភាពជាប់ទៅនឹងការប្រតិបត្តិរបស់ក្រុមណាមានន័យថាវាមានភាពជាប់តាក់ទងទៅនឹងការប្រតិបត្តិរបស់ក្រុម
Chẳng dương miên tiếng ả rõm Gà ta proti cam này ả rõm nâng cứ tiếng chùm pua Phiếp bà ra cháy Tiếng chùm pua phiếp chục cháy Chẳng không cả này nâng miên này thà nè bế na đai krong thua bàn lõ Proti bát bàn lõ Chẳng dương bà con chia cho mấy miên ả rõm có cái đáy Miên ả rõm có cái đáy Tạm vậy ấy cứ dương bà con chia miên một tần nạ phiếp Dương nâng bà con chia miên một tần nạ phiếp Để dương bằng hành lãng nâng Để sao ấy Thế sao ta krong vào dương cứ tụi tôi bán chốt chạy Krong vào dương cứ đâm nà cá rồi có proti bát bàn lõ Hơi này tạm vậy nâng cứ Vì nâng thua ao dương Nghe là cầm rất này self esteem là bỏ dương nâng Ca cổ rục luôn anh bỏ dương nâng Cứ miên ca càn lại Miên ca càn lại Vấn tại Nếu không cả ở đây đài krong Rồi bỏ dương thua mình bàn lõ mình Miên này thà krong bỏ dương cứ Bà ra chế Dân dương bà con chia cho mấy Dương chia sẻ mai chức rồi bỏ krong nâng Cứ bà con chia miên ả rõm mình lõ Dương bà con chia dương miên ả rõm mình lõហើយអ្នកខ្លះទៀតក៏អាចនឹងយ៉ាងម៉េចអាចនឹងបដិសេធថាខ្លួននឹងណាមិនមែនជាផ្នែករបស់ក្រុមហ្នឹងក៏មានផងដែរមានន័យថាយើងអាចបដិសេធថាយើងមិនមែនជាផ្នែកមួយនៃអត្តសញ្ញាណរបស់ក្រុមមានន័យថាយើងមិនមែនជាសមាជិករបស់ក្រុមណាគឺយើងអាចនឹងឈានដល់កម្រិតនឹងទៀតផងមានន័យថានៅពេលដែលក្រុមពុំទទួលបាននៅជោគជ័យអញ្ចឹងតាមរយៈអត្តសញ្ញាណសង្គមគឺ social identity គឺជួយឲ្យយើងដឹងថាណាជួយឲ្យយើងដឹងថាតើយើងជានរណាតើយើងជានរណាហើយក៏ជួយឲ្យយើងដឹងផងដែរថាតើកន្លែងណាដែលមានភាពសមស្របចំពោះយើងណាមានន័យថាតើកន្លែងដែលយើងសមស្របចំពោះអ្នកផ្សេងទៀតហ្នឹងសួរតើកន្លែងណាទៅណាមានន័យថាតើកន្លែងណាទៅដែលយើងមានភាពសមស្របបាទដូច្នេះទ្រឹស្ដីអត្តសញ្ញាណសង្គមវាគឺជាទស្សនវិស័យដែលគិតគូរអំពីពេលវេលានិងហេតុផលដែលបុគ្គលម្នាក់ៗចាត់ទុកថាខ្លួនឯងគឺជាសមាជិករបស់ក្រុមបាទអញ្ចឹងមានន័យថាទ្រឹស្ដីអត្តសញ្ញាណក្រុមហ្នឹងណាគឺនឹងធ្វើការបង្ហាញថាតើនៅពេលណានៅពេលណាហើយសួរថាតើហេតុអ្វីបានជាបុគ្គលហ្នឹងចាត់ទុកខ្លួនឯងហ្នឹងគឺជាសមាជិករបស់ក្រុមដោយអត្តន័យដែលខ្ញុំបានជម្រាបជូនខាងដើមមានន័យថាមនុស្សយើងគឺមានប្រតិកម្មផ្នែកអារម្មណ៍ចំពោះការបរាជ័យឬភាពជោគជ័យរបស់ក្រុមអញ្ចឹងកាលណាបើក្រុមទទួលបានជោគជ័យនោះយើងប្រកាសជាគេហៅថាមានភាពកក់ក្ដៅកើនឡើងនៅការគោរពខ្លួនឯងប៉ុន្តែបើសិនបើក្រុមបរាជ័យវិញនោះយើងប្រកាសជាមានអារម្មណ៍មិនល្អហើយពេលខ្លះយើងអាចនឹងបដិសេធជាផ្នែកមួយនៃអត្តសញ្ញាណរបស់យើងទៅទៀតមានន័យថាយើងព្យាយាមគេចចេញបង្ហាញថាយើងមិនមែនជាផ្នែករបស់ក្រុមហ្នឹងបាទអញ្ចឹងនេះហើយគឺបង្ហាញអំពីអត្តសញ្ញាណរបស់ក្រុមណាដែលយើងហៅថា social identity គឺអត្តសញ្ញាណសង្គមដោយលើកយកនៅគេហៅថា social identity theory គឺទ្រឹស្ដីអត្តសញ្ញាណសង្គមយកមកធ្វើការបង្ហាញបាទអញ្ចឹងសរុបមកតាមរយៈទ្រឹស្ដីអត្តសញ្ញាណសង្គមវាគឺជាគេហៅថាទស្សនវិស័យមួយដែលគិតគូរអំពីពេលវេលាវែនហើយនឹងហេតុផលគឺ why ដែលបុគ្គលចាត់ទុកខ្លួនឯងជាសមាជិករបស់ក្រុមបាទជាបន្ទាប់នេះគឺពាក់ព័ន្ធជាមួយទិដ្ឋភាពនៃក្រុមអញ្ចឹងវាមាន2កើតមានឡើងទៅទៀតណាទិដ្ឋភាពពាក់ព័ន្ធនឹងក្រុមគឺមានទិដ្ឋភាពចំនួន2ទី1គេឲ្យឈ្មោះថា in groups ហើយនឹងទី2គេឲ្យឈ្មោះថា out groups in group មានន័យថានៅក្នុងក្រុមណា in group មានន័យថានៅក្នុងក្រុម
out group មានន័យថានៅក្រៅក្រុមបាទអញ្ចឹងវាមានទស្សនវិជ្ជាពាក់ព័ន្ធទៅនឹងគេហៅថា in group favoritism ណាគឺ in group favoritism កាលណាគេនិយាយអំពី in group favoritism គឺគេចង់បង្ហាញថាវាកើតឡើងនៅពេលដែលយើងមើលឃើញថាសមាជិកនៃក្រុមរបស់យើងគឺមានភាពប្រសើរជាងអ្នកដទៃផ្សេងទៀតបាទមានន័យថាវាកើតឡើងនៅពេលដែលយើងមើលឃើញថាសមាជិកនៃក្រុមរបស់យើងហ្នឹងគឺមានភាពប្រសើរជាងណាមានភាពប្រសើរជាងអ្នកផ្សេងទៀតហើយនឹងអ្នកដែលអត់នៅណា people not in our group as all the same មានន័យថាហើយអ្នកដែលមិននៅក្នុងក្រុមរបស់គេហ្នឹងរបស់យើងហ្នឹងគឺសុទ្ធតែមានភាពដូចគ្នាបាទមានន័យថាយើងមើលឃើញថាអ្នកដែលមិននៅក្នុងក្រុមរបស់ខ្លួនយើងហ្នឹងគឺថាយើងចាត់ទុកថាពួកគេគឺមានភាពដូចគ្នាទាំងអស់បាទមានន័យថាអ្នកនៅក្រៅក្រុមហើយណាមានន័យអ្នកនៅក្រៅក្រុមអញ្ចឹងអ្នកដែលនៅក្រៅក្រុមទាំងអស់ហ្នឹងគឺសុទ្ធតែមានភាពដូចគ្នាមានន័យថាមានភាពមិនដូចគ្នាជាមួយអ្នកនៅក្នុងក្រុមហើយអ្នកនៅក្នុងក្រុមហ្នឹងណាសមាជិករបស់ក្រុមហ្នឹងគឺមានភាពប្រសើរជាងអ្នកផ្សេងទៀតនោះឯងបាទអញ្ចឹងក្នុងករណីនេះយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាបុគ្គលទាំងឡាយណាដែលមានគេហៅថា openness to experience កម្រិតទាបក៏ដូចជាអ្នកដែលមានគេហៅថា agreeableness កម្រិតទាបចឹងងាយនឹងទទួលយកនៅគេហៅថា in group favoritism នេះណាមានន័យថាងាយនឹងមាននិន្នាការលក្ខណៈជា in group favoritism នេះមានន័យថាគាត់មើលឃើញថាសមាជិកនៃក្រុមរបស់ខ្លួនឯងហ្នឹងគឺមានភាពប្រសើរជាងអ្នកដទៃហ្នឹងគឺចង់សម្ដៅដល់អ្នកដែលនៅខាងក្រៅក្រុមរបស់ខ្លួននោះឯងហើយចាត់ទុកថាអ្នកដទៃទាំងអស់ហ្នឹងគឺសុទ្ធតែមានភាពដូចគ្នាទាំងអស់បាទអញ្ចឹងសម្រាប់អ្នកដែលមានកម្រិតនៃ openness to experience ក៏ដូចជាអ្នកដែលមាន agreeableness នឹងកម្រិតទាបគឺភាគច្រើនគឺងាយនឹងធ្លាក់ចូលនៅក្នុងប្រភេទ in group favoritism នេះខ្លាំងណាស់បាទហើយផ្ទុយនឹង in group ណាផ្ទុយនឹង in group នេះគឺ out group បាទផ្ទុយជាមួយ in group គឺ out group បាទនេះគឺ out group បាទអញ្ចឹងវាគឺជា inverse of an in group មានន័យថា out group ហ្នឹងគឺវាជា inverse of an in group មានន័យថាភាពផ្ទុយគ្នានៃ in group វាគឺជា out group បាទអញ្ចឹង out group មានន័យថានៅក្រៅក្រុមបាទអញ្ចឹងនៅពេលណាដែលមាន in group គឺប្រកាសជាត្រូវមាន out group ហើយណានៅពេលដែលមាន in group គឺត្រូវតែមាន out group ហើយដែល out group ហ្នឹងគឺយើងអាចមានន័យថាជាអ្នកដទៃផ្សេងទៀតដែលនៅក្រៅក្រុម anyone outside the group នរណាក៏ដោយដែលនៅក្រៅក្រុមប៉ុន្តែជាទូទៅជាក្រុមជាក់លាក់មួយណាតែជាទូទៅណាជាក្រុមជាក់លាក់មួយដែលសមាជិករបស់ in group ហ្នឹងគឺបានស្គាល់មានន័យថាពួកគេគឺជាអ្នកដែលស្ថិតនៅក្នុងក្រុមផ្សេងទៀតមានន័យថាអត់នៅក្នុង in group ប៉ុន្តែពួកគេគឺជាក្រុមផ្សេងទៀតដែលគេអាចស្គាល់បានមានន័យថាជាពិសេសគឺអ្នកដែលនៅក្នុង group ហ្នឹង in group ហ្នឹងអ្នកនៅក្នុង in group ហ្នឹងគឺជាអ្នកដែលស្គាល់បាទអញ្ចឹងនៅពេលដែលមាន in group និង out group ណាកាលណាមាន in group ផងហើយនឹងមាន out group ផងអញ្ចឹងជាទូទៅគេហៅថានឹងធ្វើឲ្យមានការស្អប់គ្នាកើតមានឡើងមានន័យថាក្រុមគេក្រុមយើង
នឹងបង្កើតឲ្យមានក្រុមគេក្រុមយើងអ្នកនៅក្នុងក្រុមអ្នកនៅក្រៅក្រុមបាទអញ្ចឹងឃើញទេនឹងវានឹងបង្កឲ្យកើតមាននៅភាពស្អប់គ្នាកើតមានឡើងដោយសារតែរឿងនៅក្នុងក្រុមហើយនឹងនៅក្រៅក្រុមនោះឯងហើយដោយសារតែនៅក្នុងក្រុមគឺគេមើលឃើញថាសមាជិករបស់ក្រុមរបស់ខ្លួនគឺមានភាពប្រសើរជាងអ្នកដទៃផ្សេងទៀតជាពិសេសគឺក្រុមផ្សេងដែល in group នឹងស្គាល់នោះឯងបាទប្រភពមួយក្នុងចំណោមប្រភពដ៏មានឥទ្ធិពលបំផុតនៃអារម្មណ៍នៅក្នុងក្រុមនិងក្រៅក្រុមគឺយើងអាចបង្ហាញឲ្យយើងឃើញគឺពាក់ព័ន្ធទៅនឹងការអនុវត្តរបស់សាសនាបាទយើងអាចបង្ហាញថាតើអ្វីដែល in group ហើយនឹងអ្វីដែលជា out group ហ្នឹងហើយដែលនាំឲ្យគេហៅថាបង្កើតឲ្យមានអិរិយាបថនៃការស្អប់គ្នាកើតមានឡើងហ្នឹងបាទអ្វីដែលបង្ហាញឲ្យងាយឃើញបំផុតគឺពាក់ព័ន្ធទៅនឹងការអនុវត្តរបស់សាសនាប៉ុន្តែសូម្បីតែនៅកន្លែងធ្វើការក៏អាចមានផងដែរបាទអញ្ចឹងឧទាហរណ៍តាមរយៈការសិក្សាជាសកលមួយគេបានរកឃើញថានៅពេលដែលក្រុមមាននិន្នាការទៅរកការធ្វើពិធីសាសនានិងការជជែកពិភាក្សាគ្នាហួសហេតុពេកបាទមានន័យថាបើសិនបើមានក្រុមមួយដែលគាត់គេហៅថាផ្ដោតផ្អែកទៅលើគេហៅថាការធ្វើពិធីសាសនាជំនឿសាសនាផ្សេងការជជែកវែកញែកពាក់ព័ន្ធនឹងខាងរឿងសាសនានឹងខ្លាំងពេកអញ្ចឹងយ៉ាងម៉េចជាទូទៅពួកគេនោះគឺមានការរើសអើងជាពិសេសចំពោះអ្នកនៅគេហៅថាក្រុមខាងក្រៅមានន័យថា outer group ណាហើយជាទូទៅគឺគាត់អាចនឹងមានគំនិតរុករានហៅថា aggressive ណាគឺគាត់អាចមានគំនិតរុករានឆ្លៀនពៀនទៅលើអ្នកនៅខាងក្រៅក្រុមរបស់ខ្លួននោះបើសិនបើអ្នកនៅខាងក្រៅក្រុមហ្នឹងគឺមានធនធានច្រើនជាងផងដែរបាទហ្នឹងគឺដែលហៅថាឈានទៅដល់នៅក្នុងការអនុវត្តជាក់ស្ដែងរបស់យើងហៅថាឈានទៅដល់គេហៅចំនួនសាសនាណាបាទអញ្ចឹងអ្នកនៅក្នុងសាសនារបស់ខ្លួនបាទសិតតែល្អហើយអ្នកដែលក្រៅសាសនារបស់ខ្លួនគឺជាអ្នកដែលមិនល្អនឹងឯងបាទអញ្ចឹងវាបង្កើតឲ្យមានការរើសអើងកើតមានឡើងការស្អប់គ្នាកើតមានឡើងរវាង in group ហើយនិង out group នេះឯងអញ្ចឹងយើងឃើញនៅក្នុងការអនុវត្តជាក់ស្ដែងជាពិសេសនៅក្នុងប្រទេសមួយចំនួនដែលពាក់ព័ន្ធជាមួយជំនឿសាសនាការធ្វើពិធីសាសនានិងការជជែកពាក់ព័ន្ធរឿងសាសនាហ្នឹងគឺអាចនឹងគេហៅថាបង្កើតឲ្យមានគេហៅថាការរើសអើងជាមួយគ្នារវាងអ្នកនៅក្នុងក្រុមហើយនិងអ្នកនៅក្រៅក្រុមនោះឯងបាទជាបន្តទៅទៀតនេះគឺយើងបង្ហាញអំពីយើងហៅថាដំណាក់កាលនៅក្នុងការបង្កើតក្រុមហើយនៅក្នុងយ៉ាក្រាមរបស់យើងនេះគឺយើងធ្វើការបង្ហាញអំពីការបង្កើតក្រុមហើយដែលការបង្កើតក្រុមនោះគឺប្រើប្រាស់នៅគំរូសមតាជាដំណាក់យើងហៅថា punctuated equilibrium model ហើយគំរូសមតាជាដំណាក់នេះគឺសម្រាប់ក្នុងករណីក្រុមដែលបង្កើតឡើងជាបណ្ដោះអាសន្នដែលយើងហៅថា temporary group អញ្ចឹងក្នុងករណីក្រុមដែលយើងបង្កើតឡើងលក្ខណៈជាបណ្ដោះអាសន្នអញ្ចឹងជាទូទៅគឺពុំអនុវត្តតាមដំណាក់កាលទាំង5នៅក្នុងដំណើរការនៃការបង្កើតក្រុមនោះឡើយអញ្ចឹងជាធម្មតាក្រុមបណ្ដោះអាសន្នគឺអនុវត្តតាមគំរូសមតាជាដំណាក់នេះឯងហើយដែលគំរូសមតាជាដំណាក់នេះគឺបានបង្កើតឡើងដោយលោក Kevlin E. Jersik គាត់គឺជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាបាទហើយនៅក្នុងដំណាក់កាលនៅក្នុងគំរូសមតាជាដំណាក់នេះគឺទី1គឺមានការប្រជុំលើកដំបូងណាទី1គឺមានការប្រជុំលើកដំបូងហើយដែលការប្រជុំលើកដំបូងនោះគឺដើម្បីកំណត់ទិសដៅរបស់ក្រុមហើយក្រោយពីកំណត់នៅទិសដៅរបស់ក្រុមហើយបន្ទាប់មកគឺនេះកន្លែងនេះគឺយើងជួបដំបូងអញ្ចឹងដំណាក់កាលហ្នឹងគឺមានន័យថាជាដំណាក់កាលដែលយើងកំណត់ទិសដៅសម្រាប់ក្រុមគឺ group direction អញ្ចឹងក្រោយមកនៅក្នុងចន្លោះដំណាក់កាលនេះណាក្នុងចន្លោះដំណាក់កាលនេះគេហៅថាជាដំណាក់កាលដែលអត់មានសកម្មភាពឬក៏មានដែរគឺមានលក្ខណៈតិចតួច
យើងហៅថាស្ទើរតែអត់មានសកម្មភាពតែម្ដងយើងហៅថារយៈពេលនិច្ចលភាព inertia ណា inertia បាទអញ្ចឹងនៅក្នុងដំណាក់កាលហ្នឹងគឺនឹងគេហៅថាចំណាយពេលវេលាណាប្រហែលពាក់កណ្ដាលនៃពេលវេលានៃការបែងចែកសម្រាប់ក្រុមបដោះអាសន្នដែលត្រូវប្រើប្រាស់មានន័យថាស្ទើរតែពាក់កណ្ដាលណាគឺប្រហែលជាពាក់កណ្ដាលនៃក្រុមដែលគេកំណត់សម្រាប់ក្រុមបដោះអាសន្នហ្នឹងអញ្ចឹងនៅក្រោយពេលដែលមកដល់ចំណុចពាក់កណ្ដាលណាមានន័យថាមកដល់ចំណុចនេះចិត្តពាក់កណ្ដាលហ្នឹងវាគឺជាដំណាក់កាលអន្តរកាលដំណាក់កាលអន្តរកាលហ្នឹងមានន័យថាជាដំណាក់កាលដែលមានការផ្លាស់ប្ដូរផ្សេងកើតមានឡើងអញ្ចឹងនៅក្នុងដំណាក់កាលហ្នឹងគឺមានការផ្លាស់ប្ដូរផ្សេងណាដែលជាអំឡុងរយៈពេលដំណាក់កាលទី2ណាជាអំឡុងរយៈពេលដំណាក់កាលទី2បាទហើយបន្ទាប់មកក៏មានដំណាក់កាលនិច្ចលភាពឬក៏ជាពេលដែលมันមានសកម្មភាពជាបន្ទាប់ទៀតនេះនៅក្នុងដំណាក់កាលមកដល់ត្រឹមនេះមាននេះកន្លែងនេះមិញគឺមានន័យថាគេធ្វើការផ្លាស់ប្ដូរផ្សេងអ្វីដែលនៅក្នុងក្រុមត្រូវការចង់ធ្វើការផ្លាស់ប្ដូរផ្សេងគឺកើតឡើងនៅកន្លែងដំណាក់កាលនេះនៅកន្លែងនេះបាទអញ្ចឹងនៅក្នុងដំណាក់កាលមកដល់កន្លែងនេះមានន័យថាជាដំណាក់កាលដែលអត់មានសកម្មភាពបន្តទៀតមានន័យថានៅក្នុងក្រុមហ្នឹងគឺអាចថាដំណើរការហ្នឹងគឺយ៉ាងគេហៅថាស្ទើរតែគ្មានសកម្មភាពតែម្ដងអញ្ចឹងក្រោយពីមកដល់កន្លែងនេះគឺគេចាប់ផ្ដើមធ្វើការប្រជុំណាគេធ្វើការប្រជុំចុងក្រោយបាទដោយសារអីដោយសារតែវាជិតដល់ទីបញ្ចប់របស់ក្រុមហើយរយៈពេលដែលគេបានកំណត់ហ្នឹងគឺវាជិតដល់ហើយអញ្ចឹងនៅក្នុងដំណាក់កាលកន្លែងនេះគឺគេធ្វើការប្រជុំហើយកម្រិតនៃសកម្មភាពគឺមានច្រើនជាងមុនដែលត្រូវពន្លឿនអញ្ចឹងនៅក្នុងកន្លែងនេះជាដំណាក់កាលដែលគេត្រូវផ្ដោតយកទៅដាក់ព្រោះនៅសល់ពេលខ្លីណានេះនៅសល់ពេលតែប៉ុណ្្នឹងទេដែលត្រូវបំពេញអញ្ចឹងពេលហ្នឹងគឺសកម្មភាពផ្សេងមានការផ្លាស់ប្ដូរអ្វីផ្សេងគឺពន្លឿនសកម្មភាពយើងហៅថា accelerated activity សកម្មភាពពន្លឿនគឺត្រូវធ្វើកើតមានឡើងអញ្ចឹងបន្ទាប់មកគឺដល់ទីបញ្ចប់នៃពេលវេលារបស់ក្រុមហ្នឹងអញ្ចឹងទម្រង់បែបដែលខ្ញុំបង្ហាញយ៉ាងខ្លីសិននេះគេហៅថាជាគំរូសមតាជាដំណាក់អញ្ចឹងខ្ញុំពង្រីកសេចក្តីលើចំណុចនេះបន្តិចអញ្ចឹងជាធម្មតានៅក្នុងដំណាក់កាលទី1របស់យើងនេះគឺជាការប្រជុំណាជាការប្រជុំដើម្បីកំណត់ទិសដៅរបស់ក្រុមអញ្ចឹងជាធម្មតាក្របខ័ណ្ឌនៃទម្រង់នៃអេរិយាបថរបស់ក្រុមក៏ដូចជាការសន្មតជាមួយគ្នាផ្សេងគឺត្រូវលេចឡើងនៅក្នុងដំណាក់កាលប្រជុំដំបូងនេះហើយមានន័យថាត្រូវកំណត់អ្វីផ្សេងហ្នឹងគឺត្រូវកំណត់នៅក្នុងអំឡុងពេលហ្នឹងហើយនៅពេលដែលកំណត់រួចទិសដៅត្រូវធ្វើការពង្រឹងបាទហើយទិសដៅមានន័យថាគេត្រូវធ្វើការពង្រឹងហើយគេអត់ធ្វើការពិនិត្យមើលឡើងវិញនោះទេនៅក្នុងដំណាក់កាលពាក់កណ្ដាលជីវិតដំបូងរបស់ក្រុមមានន័យថាមកដល់ត្រឹមនេះកំណត់ហើយមកដល់ទីនេះណាមកដល់ក្រុមបែបប៉ុណ្នេះគឺគេអត់ធ្វើការពិនិត្យមើលឡើងវិញនោះទេអញ្ចឹងនៅក្នុងដំណាក់កាលហ្នឹងណានៅក្នុងដំណាក់កាលហ្នឹងមានន័យថាពីត្រឹមនេះមកដល់ត្រឹមនេះនៅក្នុងដំណាក់កាលហ្នឹងគេឲ្យឈ្មោះថាជា inertia មានន័យថាជាដំណាក់កាលនិច្ចលភាពពាក្យថានិច្ចលភាពមានន័យថាជាពេលវេលាដែលពុំមានសកម្មភាពបាទអញ្ចឹងមានន័យថានៅក្នុងអំឡុងរយៈពេលហ្នឹងគឺមានន័យថាដូចយើងសម័យមកដូចយើងធ្វើនាំគ្នាទៅធ្វើ assignment អញ្ចឹងជួបគ្នាដំបូងហើយបន្ទាប់មកពេលនៅក្នុងចន្លោះពេលហ្នឹងយើងហាក់ដូចជាអត់ធ្វើសកម្មភាពអីទេគឺយើងហាក់ដូចជានៅជាប់គាំងនៅសកម្មភាពរបស់យើងគឺឬក៏ progress មានដែរឬយើងអាចធ្វើតិចតួចហើយសមាជិកក្រុមខ្លះអាចនឹងអត់ធ្វើសកម្មភាពសោះតែម្ដងនៅក្នុងដំណាក់កាលហ្នឹងមានន័យថាវាហាក់ដូចជានៅនឹងមួយកន្លែងបានក្រោយពេលដែលដំណាក់កាលនឹងបានឆ្លងមកដល់កន្លែងហ្នឹងបានឈានចូលដល់កន្លែងនេះ
បាទឡើយហ្នឹងគេឲ្យឈ្មោះថាជា transition phase ណាគេហៅថាជាដំណាក់កាលអន្តរកាលដំណាក់កាលអន្តរកាលហ្នឹងមានន័យថាជាដំណាក់កាលដែលមានការផ្លាស់ប្ដូរណាមានន័យថាកើតឡើងនៅការផ្លាស់ប្ដូរអញ្ចឹងមានន័យថាគេត្រូវជុំគ្នាណាអញ្ចឹងឧបមាថាយើងធ្វើ assignment មានន័យថាចាប់ផ្ដើមណាត់ជុំគ្នាណាអញ្ចឹងនៅពេលដែលមកដល់ចំណុចហ្នឹងមានន័យថាជាចំណុចពាក់កណ្ដាលណានៃចំនួនរយៈពេលសរុបរបស់ក្រុមដែលគេបានកំណត់អញ្ចឹងមកដល់ចំណុចកណ្ដាលហ្នឹងវាហាក់ដូចជាដំណើរការដូចជានាឡិការ៉ូមានន័យថាបង្កើនការយល់ដឹងដល់សមាជិករបស់ក្រុមហ្នឹងឲ្យដឹងថាពេលវេលារបស់គេគឺមានកំណត់អញ្ចឹងគេត្រូវធ្វើការផ្លាស់ទីហើយកន្លែងហ្នឹងគឺមានន័យថាគេចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំងបាទគេចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំងហើយដំណាក់កាលនេះគឺមានន័យថាវាបានបញ្ចប់នៅដំណាក់កាលទី1នេះ phase 1នេះគឺត្រូវបានបញ្ចប់ណាមានន័យថាមកដល់កន្លែង transition phase នេះគឺមានន័យថាដំណាក់កាលទី1គឺត្រូវបានបញ្ចប់ហើយអញ្ចឹងវាមានគេហៅថាលក្ខណៈសន្ទុះនៃការផ្លាស់ប្ដូរយ៉ាងខ្លាំងអាចធ្វើការផ្លាស់ប្ដូរនៅទម្រង់ចាស់ចេញអ្វីដែលយើងបានព្រមព្រៀងគ្នាពីមុនមកហ្នឹងឧទាហរណ៍យើងព្រមព្រៀងគ្នានៅក្នុងការណាត់គ្នាមកធ្វើ assignment នៅការប្រជុំលើកដំបូងហ្នឹងគឺមកដល់ដំណាក់កាលអន្តរកាលនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរទម្រង់ចាស់ចេញដោយប្រកាន់យកនៅអ្វីៗដែលថ្មីដែលនៅក្នុងក្រុមហ្នឹងបានធ្វើការពិភាក្សានៅក្នុងដំណាក់កាលអន្តរកាលហ្នឹងបាទអញ្ចឹងមានន័យថានៅក្នុងដំណាក់កាលអន្តរកាលនេះគឺកំណត់នៅទិសដៅដែលធ្វើការកែលម្អអញ្ចឹងមានន័យថាយើងធ្វើការកែលម្អសម្រាប់ដំណាក់កាលទី2នេះណាមានន័យថាយើងធ្វើការកែលម្អសម្រាប់ដំណាក់កាលទី2បាទអញ្ចឹងនៅចូលដល់ក្រោយពីយើងធ្វើការកែលម្អអីរួចហើយវាចាប់ផ្ដើមចូលដល់ដំណាក់កាលទី2អញ្ចឹងដំណាក់កាលទី2ហ្នឹងពីត្រឹមនេះដល់ត្រឹមនេះគេឲ្យឈ្មោះថាជាដំណាក់កាលសមតាជាថ្មីណាយើងហៅថាជា new equilibrium phase ណាគឺជាដំណាក់កាលសមតាជាថ្មីអញ្ចឹងនៅក្នុងដំណាក់កាលសមតាជាថ្មីហ្នឹងវាគឺជាដំណាក់កាលនៃគេហៅថារយៈពេលនិច្ចលភាពលើកទី2ណា inertia second phase ណាមានន័យថាជាដំណាក់កាលនិច្ចលភាពដំណាក់កាលទី2អញ្ចឹងមានន័យថាការងារនៅក្នុងក្រុមហ្នឹងគឺហាក់ដូចជាមានន័យថាអត់សូវមានសកម្មភាពជាបន្តទៀតបាទអញ្ចឹងមានន័យថាដូចយើងណាត់គ្នាធ្វើ assignment ក្រោយពីប្រជុំគ្នានៅក្នុងដំណាក់កាលអន្តរកាលនេះហើយណាយើងណាត់គ្នាធ្វើការផ្លាស់ប្ដូរអីផ្សេងហើយចូលដល់ដំណាក់កាលមកកន្លែងចន្លោះនេះណាគឺមានន័យថាយើងហាក់ដូចជាអត់សូវមានសកម្មភាពតទៀតបាទយើងហាក់ដូចជាអត់សូវមានសកម្មភាពបន្តទៀតបាទអញ្ចឹងហើយបានជានៅក្នុងអំឡុងដំណាក់កាលហ្នឹងគេហៅថាជាដំណាក់កាលការសមតាថ្មីឬក៏រយៈពេលនិច្ចលភាពដែលជានិច្ចលភាពលើកទី2ឬក៏ដំណាក់កាលទី2បាទអញ្ចឹងនៅក្នុងដំណាក់កាលនេះមានន័យថាមកដល់កន្លែងនេះណានៅពេលដែលឈានមកដល់កន្លែងចំណុចនេះអញ្ចឹងពេលហ្នឹងគឺនឹងមានការប្រជុំចុងក្រោយណានឹងមានការប្រជុំចុងក្រោយមានន័យថាសមាជិកក្រុមទៅជួបជុំគ្នាចុងក្រោយយើងហៅថាការប្រជុំចុងក្រោយរបស់ក្រុមអញ្ចឹងមានន័យថាមកដល់ដំណាក់កាលនេះគឺគេត្រូវធ្វើការគេហៅថាពន្លឿនណាគេត្រូវការពន្លឿនដោយសារអីមានន័យថាវានៅសល់ពេលខ្លីណាវានៅសល់ពេលខ្លីណាដើម្បីទៅដល់រយៈពេលនៃការបញ្ចប់របស់ក្រុមអញ្ចឹងរយៈពេលរបស់ក្រុមសរុបមានតែប្រវែងពី A ទៅ B ទេណាមានប្រវែងតែពី A ទៅ B ទេអញ្ចឹងដល់កាលណាឈានដល់ដំណាក់កាលនេះមានន័យថាបើយើងនិយាយពីក្រុម assignment មានន័យថាយើងចាប់ផ្ដើមសម្រុកហើយដោយសារអីដោយសារតែជិតដល់ deadline កំណត់ដែលត្រូវ submit អញ្ចឹងពេលហ្នឹងគឺមានន័យថាជាការប្រជុំចុងក្រោយកន្លែងនេះណា
ជាការប្រជុំចុងក្រោយជា final meeting ប្រជុំចុងក្រោយអញ្ចឹងមានន័យថាចាប់ផ្ដើមសម្រុកណាមានន័យពន្លឿនដែលហៅថាជា accelerated activity ជាសកម្មភាពពន្លឿនបាទមានន័យថាវាជិតដល់ដំណាក់កាលបញ្ចប់របស់ក្រុមទៅហើយបាទអញ្ចឹងដូចខ្ញុំលើកឧទាហរណ៍ផ្សារភ្ជាប់នឹងការធ្វើ assignment មានន័យថាកន្លែងហ្នឹងគឺជា deadline នៅក្នុង submission នៃ assignment អញ្ចឹងនៅក្នុងដំណាក់កាលនេះគឺម្នាក់ដែលជាសមាជិកក្រុមនាំគ្នាពន្លឿននៅសកម្មភាពរបស់ខ្លួនដើម្បីឲ្យបានបញ្ចប់តាមពេលកំណត់អញ្ចឹងនេះគឺខ្ញុំបង្ហាញអំពីគេហៅថាគំរូសមតាជាដំណាក់ដែលកើតមានឡើងសម្រាប់ក្រុមដែលគេធ្វើការបង្កើតឡើងជាបណ្ដោះអាសន្នអញ្ចឹងជាសរុបមកនៅក្នុងគំរូសមតាជាដំណាក់នេះគឺយើងអាចនិយាយបានថាមាន6ដំណាក់កាលនៃសកម្មភាពណាមាន6សកម្មភាពនៅក្នុងហ្នឹងទី1សកម្មភាពទី1គឺជាសកម្មភាពនៃការកំណត់ទិសដៅរបស់ក្រុមណាទី1គឺសកម្មភាពនៃការកំណត់ទិសដៅរបស់ក្រុមទី2គឺជានេះកន្លែងនេះទី1ទី2នេះកន្លែងនេះទី2នេះគឺជាដំណាក់កាលដំបូងនៃនិច្ចលភាព inertia បាទជាដំណាក់កាលដំបូងនៃនិច្ចលភាពមានន័យថាអត់សូវមានសកម្មភាពឬក៏គេហៅថាសភាពនៅនឹងថ្កល់មានន័យថាអត់មានសកម្មភាពកើតមានឡើងនៅក្នុងក្រុមបាទហើយបន្ទាប់មកបានមកដល់កន្លែងនេះណាកន្លែងនេះគឺទី3សកម្មភាពទី3ណាសកម្មភាពទី3មានន័យថាជាចំណុចកណ្ដាលផ្លូវមានន័យថាកណ្ដាលទីរវាង A និង B ពាក់កណ្ដាលមានន័យថាដំណាក់កាលហ្នឹងគឺជាដំណាក់កាលអន្តរកាលមានន័យថាតម្រូវឲ្យមានការផ្លាស់ប្ដូរវ័យផ្សេងហ្នឹងគឺចំណុចទី3ចំណុចទី4សំទោសសកម្មភាពទី4គឺការផ្លាស់ប្ដូរយ៉ាងខ្លាំងអញ្ចឹងទី4គឺកន្លែងហ្នឹងដែរនេះយើងហៅថា transition ហ្នឹងបាទនេះទី4បង្ហាញអំពីសកម្មភាពនៃការផ្លាស់ប្ដូរណាពាក់ព័ន្ធទៅនឹងការអាចនឹងផ្លាស់ប្ដូរនៅទម្រង់ចាស់ដែលយើងបានព្រមព្រៀងគ្នាក្នុងការប្រជុំលើកដំបូងអាចនឹងប្រកាន់យកនៅទស្សនវិស័យថ្មីផ្លាស់ប្ដូរលើបែបបទឬក៏ទម្រង់ផ្សេងហ្នឹងគឺជាសកម្មភាពទី4សកម្មភាពទី5គឺនេះកន្លែងនេះមានន័យថាជាគេហៅថាជាដំណាក់កាលនិច្ចលភាពលើកទី2ឬក៏ដំណាក់កាលទី2អញ្ចឹងពេលហ្នឹងគឺសកម្មភាពនៅក្នុងក្រុមគឺហាក់ដូចជានៅត្រឹងមានន័យថាលក្ខណៈមួយដែលមិនមានការផ្លាស់ប្ដូរមានន័យថាអត់មានសកម្មភាពកើតមានឡើងបាទហើយបានចូលដល់ទី6នេះកន្លែងនេះបាទកន្លែងនេះទី6មានន័យថាជាសកម្មភាពដែលពន្លឿនមានន័យថាពន្លឿនដោយសារអីដោយសារតែជិតដល់ទីបញ្ចប់នៃអាយុកាលរបស់ក្រុមនៃជីវិតរបស់ក្រុមបាទអញ្ចឹងនេះគឺចង់បង្ហាញយើងឲ្យឃើញអំពីថាក្រុមបដាសន្នមានន័យថាក្រុមដែលយើងបង្កើតឡើងហើយយើងរំលាយទៅវិញមានន័យថាក្រុមដែលពុំមានលក្ខណៈជាអចិន្ត្រៃយ៍ដូច្នេះជាធម្មតាគឺក្រុមបដាសន្នគឺអនុវត្តតាមគំរូគេហៅថាសមតាជាដំណាក់បែបនេះឯងបាទអញ្ចឹងខ្ញុំបង្ហាញជូនប៉ុណ្ណេះបាទជាបន្ទាប់ទៅទៀតនេះគឺខ្ញុំបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ក្រុមហើយលក្ខណៈសម្បត្តិរបស់ក្រុមទី1នេះគឺបង្ហាញអំពីតួនាទីអញ្ចឹងក្រុមការងារមានលក្ខណៈសម្បត្តិផ្សេងជាច្រើនឧទាហរណ៍ដូចជាតួនាទីឧទាហរណ៍ដូចជាបន្ទាត់ឋានឧទាហរណ៍ដូចជាឋានៈឧទាហរណ៍ដូចជាទំហំនិងឧទាហរណ៍ដូចជាភាពស្អិតរមួតឬក៏យើងហៅថាសនិទ្ធភាពជាដើមឬក៏សនិទ្ធពលបាទយើងហៅថាភាពស្អិតរមួតរបស់ក្រុមបាទអញ្ចឹងលក្ខណៈសម្បត្តិទាំងហ្នឹងវាកំណត់សន្តាននៃឥរិយាបថរបស់សមាជិក
នៅក្នុងក្រុមនីមួយៗអញ្ចឹងលក្ខណៈសម្បត្តិទាំងនេះវាជួយបង្ហាញក៏ដូចជាប្រមាលមើលអំពីអិរិយាបថនៅក្នុងក្រុមក៏ដូចជាការប្រតិបត្តិរបស់ក្រុមផងដែរឥឡូវនេះយើងមើលចំណុចទី1របស់យើងនេះគឺជាលក្ខណៈសម្បត្តិទី1គឺបង្ហាញអំពីតួនាទីណាគឺបង្ហាញអំពីតួនាទីអញ្ចឹងតួនាទីនេះគឺវាគឺជាអិរិយាបថដែលរំពឹងទុកជាសំណុំនៃអិរិយាបថដែលរំពឹងទុកណាវាគឺជាទម្រង់នៃអិរិយាបថដែលរំពឹងទុកហើយដែលបុគ្គលធ្វើនៅក្នុងក្រុមណាដែលបុគ្គលធ្វើនៅក្នុងក្រុមណាហើយដែលកំណត់អំពីគេហៅថា position ណាបង្ហាញអំពីគេហៅថាជំហរឬក៏បង្ហាញអំពីតំណែងណាបង្ហាញអំពីតំណែងនៅក្នុង social unit នោះមានន័យនៅក្នុងក្រុមនោះឯងអញ្ចឹងមានន័យថានៅក្នុងក្រុមវាត្រូវមានឧទាហរណ៍អ្នកដឹកនាំឧទាហរណ៍នៅក្នុងក្រុមត្រូវមានឧទាហរណ៍ជាប្រធានដែលទទួលខុសត្រូវលើកិច្ចការងារផ្សេងៗហ្នឹងអញ្ចឹងហើយបានជាលក្ខណៈសម្បត្តិនៅក្នុងក្រុមត្រូវមានតួនាទីហើយតួនាទីនីមួយៗគេបានកំណត់អត្តសញ្ញាណជាក់លាក់ដែលបង្ហាញអំពីអាកប្បកិរិយានិងអិរិយាបថដែលគេរំពឹងទុកហើយដែលត្រូវនឹងអត្តសញ្ញាណនៃតួនាទីមានន័យថាបើសិនបើជាអ្នកដឹកនាំក្រុមអញ្ចឹងមានន័យថាវាមានអត្តសញ្ញាណជាក់លាក់ហើយដែលបង្ហាញអំពីអាកប្បកិរិយានិងអិរិយាបថរំពឹងទុកសម្រាប់អ្នកដឹកនាំក្រុមឃើញទេបាទអញ្ចឹងនៅក្នុងករណីនេះបុគ្គលម្នាក់គឺមានទស្សនៈផ្ទាល់ខ្លួនអំពីរបៀបដែលគេមានបំណងក្នុងការប្រព្រឹត្តនៅក្នុងបរិបទរបស់ក្រុមអញ្ចឹងអ្វីដែលយើងលើកមកបង្ហាញឲ្យយើងឃើញនេះគេហៅថាការយល់ឃើញពីតួនាទីណាការយល់ឃើញអំពីតួនាទីយើងហៅថា role perception មានន័យថាកាលណាគេនិយាយពី role perception គឺបង្ហាញអំពីទស្សនៈរបស់យើងអំពីថាតើយើងនឹងត្រូវប្រព្រឹត្តយ៉ាងដូចម្ដេចនៅក្នុងស្ថានភាពជាក់លាក់ណាមួយណាថាតើយើងត្រូវប្រព្រឹត្តយ៉ាងដូចម្ដេចនៅក្នុងស្ថានភាពជាក់លាក់ណាមួយអញ្ចឹងមានន័យថាបុគ្គលម្នាក់ហ្នឹងគឺមានទស្សនៈផ្ទាល់រៀងខ្លួនអំពីរបៀបដែលគេមានបំណងនៅក្នុងការប្រព្រឹត្តនៅក្នុងក្រុមណាមានបំណងប្រព្រឹត្តនៅក្នុងក្រុមហ្នឹងមានន័យថាមានរបៀបផ្សេងគ្នាណាថាតើគេត្រូវប្រព្រឹត្តយ៉ាងដូចម្ដេចនៅក្នុងស្ថានភាពជាក់លាក់ដែលបង្ហាញអំពីតួនាទីរបស់គេនៅក្នុងក្រុមនីមួយមួយទៀតគេឲ្យឈ្មោះថាជា role expectation ការរំពឹងទុកពីតួនាទីណាការរំពឹងទុកពីតួនាទីគឺបង្ហាញអំពីរបៀបដែលអ្នកដតីណាគឺបង្ហាញអំពីរបៀបដែលអ្នកដតីជឿជាក់ថាណាដែលបង្ហាញពីរបៀបដែលអ្នកដតីជឿជាក់ថាបុគ្គលគួរប្រព្រឹត្តនៅក្នុងស្ថានភាពជាក់លាក់ណាមួយយ៉ាងដូចម្ដេចណាថាតើបុគ្គលគួរប្រព្រឹត្តនៅក្នុងស្ថានភាពជាក់លាក់ណាមួយយ៉ាងដូចម្ដេចអញ្ចឹងនឹងគេឲ្យឈ្មោះថាជា role expectation ចំណុចទី3គឺជាធម្មតានៅក្នុងក្រុមអាចធ្វើឲ្យមានគេហៅថាទំនាស់តួនាទីយើងហៅថា role conflict បាទអញ្ចឹងទំនាស់តួនាទីនេះគឺកើតមានឡើងនៅពេលដែលអិរិយាបថរំពឹងទុកណាកើតឡើងនៅពេលដែលអិរិយាបថរំពឹងទុកមិនត្រូវគ្នានឹងអិរិយាបថដែលបង្ហាញចេញណានៅពេលដែលវាមានភាពមិនស្របគ្នាណានៃតួនាទីនៅក្នុងក្រុមនោះឯងណាវាបង្ហាញអំពីតួនាទីហ្នឹងគឺវាមានភាពមិនស្របគ្នាអញ្ចឹងមានន័យថាអិរិយាបថដែលរំពឹងទុកនៅក្នុងក្រុមហ្នឹងវាមិនត្រូវគ្នាជាមួយអិរិយាបថដែលបង្ហាញចេញនៅក្នុងក្រុមរបស់នរណាម្នាក់អញ្ចឹងនៅពេលដែលគេហៅថាកើតមានឡើងនៅភាពមិនស្របគ្នានៃតួនាទីកើតមានឡើងនោះគេឲ្យឈ្មោះថាជាទំនាស់
តួនាទីបាទយើងចូលដល់លក្ខណៈសម្បត្តិទី2របស់ក្រុមអញ្ចឹងលក្ខណៈសម្បត្តិទី2របស់ក្រុមគឺ norms បាទ norm ហ្នឹងគឺសំដៅដល់បទដ្ឋានឬក៏យើងហៅថាបទដ្ឋានបាទបទដ្ឋានឬបទដ្ឋានអញ្ចឹងជាធម្មតាក្រុមទាំងអស់ណាក្រុមទាំងអស់ណាគឺសុទ្ធតែមានបទដ្ឋានឬក៏បទដ្ឋានក្រុមទាំងអស់គឺមានបទដ្ឋានឬក៏បទដ្ឋានហ្នឹងអញ្ចឹងសួរតើបទដ្ឋានហ្នឹងគឺជាអ្វីទៅណាបទដ្ឋានវាគឺជា acceptable standard of behavior វាគឺជាស្តង់ដារនៃឥរិយាបថដែលគេទទួលយកបានណាវាគឺជាស្តង់ដារនៃឥរិយាបថវាគឺជានិយមនៃឥរិយាបថដែលគេទទួលយកបាននៅក្នុងក្រុមហើយដែលរួមចំណែកដោយសមាជិករបស់ក្រុមនីមួយឬក៏ម្នាក់ណាដែលរួមចំណែកដោយសមាជិករបស់ក្រុមម្នាក់អញ្ចឹងជាធម្មតាបទដ្ឋានប្រាប់ដល់សមាជិកអំពីអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើនៅក្នុងស្ថានភាពឬក៏កលៈទេសៈជាក់លាក់ណាមួយបាទហើយយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាបទដ្ឋានគឺកំណត់នៅបទពិសោធន៍នៃអារម្មណ៍សម្រាប់បុគ្គលក៏ដូចជាសម្រាប់ក្រុមហើយក្រុមអាចដាក់សម្ពាធយ៉ាងខ្លាំងទៅលើសមាជិកម្នាក់ឲ្យសមាជិកម្នាក់នោះធ្វើការផ្លាស់ប្ដូរនៅអាកប្បកិរិយានិងឥរិយាបថឲ្យស៊ីគ្នាឬក៏ឲ្យស្របគ្នាទៅនឹងស្តង់ដារឬក៏និយមរបស់ក្រុមមានន័យថាក្រុមអាចដាក់សម្ពាធដល់សមាជិកផ្សេងទៀតដោយធ្វើយ៉ាងណាឲ្យសមាជិកនីមួយយើងហៅថាគោរពតាមឬក៏អនុវត្តតាមស្តង់ដាររបស់ក្រុមមានន័យថាធ្វើយ៉ាងណាឲ្យវាមានគេហៅថាលក្ខណៈតែមួយឧទាហរណ៍បើសិនបើនិយាយពីអាកប្បកិរិយាបើយើងនិយាយពីឥរិយាបថគឺជាអាកប្បកិរិយានិងឥរិយាបថតែមួយមានន័យថាសម្ពាធរបស់ក្រុមគឺកើតមានឡើងដើម្បីធ្វើយ៉ាងណាឲ្យរាល់សមាជិកទាំងអស់របស់ក្រុមប្រព្រឹត្តនៅក្នុងរបៀបតែមួយណាប្រព្រឹត្តនៅក្នុងរបៀបតែមួយហើយវាមានទំនាក់ទំនងរវាង norm ហើយនិង emotion ណាដែលយើងបានលើកឡើងបាញ់មិញហ្នឹងគឺពាក់ព័ន្ធទៅនឹងបទដ្ឋានកំណត់នៅបទពិសោធន៍នៃអារម្មណ៍សម្រាប់បុគ្គលនិងសម្រាប់ក្រុមហើយមួយទៀតគឺមានទំនាក់ទំនងរវាង norm ជាមួយ conformity ហើយយើងនឹងបង្ហាញនៅចំណុច slide បន្ទាប់បាទហើយនឹងមួយទៀតគឺ norm គឺមានទំនាក់ទំនងជាមួយឥរិយាបថមានន័យថាយើងឃើញអំបញ្ញមិញហ្នឹងគឺមានន័យថា norm ហ្នឹងណាបទដ្ឋានហ្នឹងវាកំណត់អំពីឥរិយាបថជាស្តង់ដារណាមានន័យថាសមាជិកនីមួយនៅក្នុងក្រុមត្រូវប្រព្រឹត្តនៅក្នុងរបៀបតែមួយស្របទៅនឹងស្តង់ដាររបស់ក្រុមស្របទៅនឹងនិយមរបស់ក្រុមនោះឯងបាទអញ្ចឹងយើងឃើញចំណុចមិញបង្ហាញអំពីទំនាក់ទំនងរវាង norm ជាមួយ conformity គឺបទដ្ឋាននិងអនុលោមភាពជាធម្មតានៅក្នុងក្រុមតែងតែមាននៅគេហៅថា reference group យើងហៅថាក្រុមពិគ្រោះឬក៏ក្រុមយោងណាយើងហៅក្រុមពិគ្រោះគឺជាក្រុមដែលបុគ្គលយល់ដឹងអំពីសមាជិកដទៃផ្សេងទៀតបាទជាក្រុមដែលអ្នកនៅក្នុងក្រុមហ្នឹងគឺ aware of other member ហើយដែលកំណត់ខ្លួនឯងថាជាសមាជិកហើយជឿជាក់ថាក្រុមសមាជិករបស់ក្រុមហ្នឹងគឺវាមានភាពសំខាន់បាទ
Chẳng chỉក្រុមដែលបុគ្គលយល់ដឹងអំពីសមាជិកដទៃផ្សេងទៀតកំណត់ខ្លួនឯងជាសមាជិករបស់ក្រុមជឿជាក់ថាសមាជិកម្នាក់របស់ក្រុមគឺមានសារៈសំខាន់ខ្លាំងអញ្ចឹងក្នុងករណីហ្នឹងមានន័យថាបុគ្គលម្នាក់គឺព្យាយាមធ្វើយ៉ាងម៉េចឲ្យស្របណាធ្វើម៉េចឲ្យស្រប conform មានន័យថាអនុលោមតាមធ្វើឲ្យស្របគ្នាទៅនឹងបទដ្ឋានរបស់ក្រុមទាំងហ្នឹងនឹងហើយដែលបង្ហាញអំពី conformity អនុលោមភាពអនុលោមភាពគឺភាពស្របតាមគឺភាពស្របតាមអញ្ចឹងបុគ្គលម្នាក់ណាគឺព្យាយាមធ្វើម៉េចឲ្យស្របតាមនៅបទដ្ឋានរបស់ក្រុមហ្នឹងដែលយើងហៅថាក្រុមយោងឬក៏ក្រុមពិគ្រោះហើយយោងតាមការសិក្សារបស់ចិត្តវិទូជនជាតិអាមេរិកប៉ូឡូញឈ្មោះថា Solomon Elliot Arch គាត់បានធ្វើឡើងនៅដើមទសវត្សរ៍ឆ្នាំ1950គឺគេបានរកឃើញថាក្រុមអាចដាក់សម្ពាធយ៉ាងខ្លាំងទៅលើសមាជិកម្នាក់ដើម្បីធ្វើការផ្លាស់ប្ដូរអាកប្បកិរិយានិងឥរិយាបថរបស់ពួកគេឲ្យស្របទៅនឹងអ្នកផ្សេងទៀតដែលជាសមាជិករបស់ក្រុមបាទអញ្ចឹងមានន័យថាយោងតាមការសិក្សាហ្នឹងគឺសមាជិកគឺត្រូវជៀសវាងនៅការបង្ហាញចេញមួយដែលមានលក្ខណៈ different ណាជៀសវាងនៅការដែលបង្ហាញចេញឲ្យគេមើលឃើញថាវាមានភាពខុសគ្នាហើយសមាជិកម្នាក់ដែលមានគំនិតឬក៏ទស្សនៈផ្សេងគឺមានអារម្មណ៍ថាទទួលបាននៅសម្ពាធយ៉ាងខ្លាំងក្នុងការដែលត្រូវសម្របជាមួយអ្នកផ្សេងទៀតអញ្ចឹងមានន័យថានៅពេលដែលយើងស្ថិតនៅក្នុងក្រុមណាអញ្ចឹងយើងត្រូវអនុលោមតាមណាត្រូវអនុលោមតាមឬក៏ធ្វើឲ្យស្របតាមបទដ្ឋានដែលជាស្តង់ដារទទួលយករបស់ក្រុមអញ្ចឹងបើសិនបើយើងមានគំនិតផ្សេងយើងមានគំនិតខុសពីនៅក្នុងក្រុមអញ្ចឹងជាទូទៅនេះគឺធ្វើឲ្យយើងមានគេហៅថា feel extensive pressure គឺយើងមានអារម្មណ៍ទទួលនៅសម្ពាធយ៉ាងខ្លាំងដើម្បីឲ្យយើងទៅ align មានន័យថាធ្វើឲ្យស្របណាជាមួយអ្នកផ្សេងទៀតដែលជាសមាជិករបស់ក្រុមនោះឯងអញ្ចឹងហើយបានជានៅពេលខាងមុខយើងនឹងឃើញថាវាមានគេហៅថា group sing ណាដែលតែងតែមានលេចឡើងនៅបាតុភូតមួយដែលគេឲ្យឈ្មោះថា group sing ដែលខ្ញុំនឹងបញ្យល់នៅ slide ខាងមុខនៅពេលដែលយើងធ្វើការសម្រេចចិត្តជាក្រុមអញ្ចឹងយើងនឹងប្រកាសជាយ៉ាងម៉េចអាចនឹងរងនៅសម្ពាធរបស់ក្រុមទោះបីយើងដឹងថារឿងដែលក្រុមធ្វើការសម្រេចនោះគឺមានភាពមិនត្រឹមត្រូវក៏ដោយប៉ុន្តែយើងនៅតែធ្វើការយល់ស្របចំពោះអ្វីដែលជាការសម្រេចរបស់ក្រុមអញ្ចឹងខ្ញុំនឹងបញ្យល់នៅចំណុចខាងមុខដែលឲ្យយើងឃើញថានឹងហើយវាគឺជាអីវាគឺជាសម្ពាធរបស់ក្រុមដែលសម្ពាធនោះគឺដាក់កម្រិតឲ្យយើងធ្វើយ៉ាងណាឲ្យមានអនុលោមភាពចំពោះបទដ្ឋានដែលជាស្តង់ដារនៃឥរិយាបថរបស់ក្រុមនោះឯងបាទអញ្ចឹងនៅក្នុង slide មុនខ្ញុំបានបង្ហាញថាបទដ្ឋានមានទំនាក់ទំនងទៅនឹងឥរិយាបថអញ្ចឹងនៅទីនេះគឺយើងនឹងឃើញបង្ហាញអំពីបទដ្ឋាននិងឥរិយាបថឆ្លងតាមរយៈគេហៅថាការសិក្សាស្រាវជ្រាវនៅរោងចក្រមួយឈ្មោះថា Hawthorne ណាតាមរយៈការស្រាវជ្រាវមួយដែលគេធ្វើឡើងនៅរោងចក្រ Hawthorne នៃក្រុមហ៊ុនមួយដែលឈ្មោះថា Western Electric Company ហើយការស្រាវជ្រាវនេះធ្វើឡើងដោយ Elton Mayo ហើយនិង Fritz Roethlisberger អញ្ចឹងការស្រាវជ្រាវនេះគឺធ្វើឡើងនៅក្នុងទសវត្សរ៍ឆ្នាំ1920ហើយនិងទសវត្សរ៍ឆ្នាំ1930ហើយដែលយោងតាមលទ្ធផលនៃ
ការស្រាវជ្រាវនេះត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការយល់ដឹងអំពីអន្តរកម្មរបស់ក្រុមបាទអញ្ចឹងថាតើតាមរយៈលទ្ធផលនៃការស្រាវជ្រាវនេះសិក្សាស្រាវជ្រាវនេះសួរតើបានបង្ហាញយ៉ាងដូចម្តេចខ្លះបាទអញ្ចឹងគេបានរកឃើញថាទី1ឥរិយាបថរបស់និយោជិតរងឥទ្ធិពលយ៉ាងខ្លាំងណាឥរិយាបថរបស់និយោជិតរងឥទ្ធិពលយ៉ាងខ្លាំងពីបន្ទាត់ឋានរបស់ក្រុមណាពីបន្ទាត់ឋានរបស់ក្រុមហើយផលិតភាពរបស់បុគ្គលម្នាក់ម្នាក់គឺរងឥទ្ធិពលពីស្តង់ដារដែលក្រុមដាក់ចេញបាទអញ្ចឹងនេះផលិតភាពមានការកើនឡើងដោយសារតែក្រុមនឹងគឺមានការបដោតយកចិត្តទុកដាក់ដោយមាន observer អ្នកតាមសង្កេតមើលណាគឺវាមិនមែនដោយសារតែការផ្លាស់ប្ដូរនៃបរិយាកាសនោះទេបាទអញ្ចឹងមានន័យថាផលិតភាពហ្នឹងគឺដោយសារតែក្រុមហ្នឹងគឺការបដោតយកចិត្តដាក់ទៅលើ observer ហើយដែលឆ្លុះបញ្ចាំងថាផលិតភាពរបស់យើងហ្នឹងគឺរងឥទ្ធិពលពីស្តង់ដារដែលក្រុមដាក់ចេញបាទហើយក្នុងនោះដែរគេបានរកឃើញថាលុយកាក់ណាលុយកាក់មិនមានភាពសំខាន់នៅក្នុងការកំណត់លទ្ធផលរបស់និយោជិតនោះឡើយបាទលុយកាក់មិនមានភាពសំខាន់នៅក្នុងការកំណត់លទ្ធផលរបស់និយោជិតនោះឡើយមានន័យថាស្តង់ដារណាស្តង់ដារនិងមនោសញ្ចេតនានៅក្នុងក្រុមឯនោះទេណាគឺវាមកជំរុញឬក៏កំណត់នៅលទ្ធផលរបស់និយោជិតចឹងហើយបានគេលើកឡើងថា worker in group do not maximize individual economic reward ហើយ group standard are set and enforced by the group itself បាទអញ្ចឹងកន្លែងហ្នឹងគឺចង់បញ្ជាក់ថាម៉េចកាលណាគេធ្វើការនៅក្នុងក្រុមអញ្ចឹងបើសិនបើយើងផ្ដល់នៅ economic reward ទៅបុគ្គលវាអត់ជះឥទ្ធិពលជាអតិបរមានោះឡើយណាវាអត់ជះឥទ្ធិពលជាអតិបរមានោះឡើយហើយស្តង់ដាររបស់ក្រុមគេកំណត់ឡើងហើយនឹងគេហៅថា enforce ណា enforce មានន័យយកទៅដាក់អនុវត្តដោយក្រុមនោះឯងអញ្ចឹងមានន័យថាម៉េចមានន័យថាស្តង់ដារដែលជាបន្ទាត់ឋានរបស់ក្រុមវាជះឥទ្ធិពលណាវាជះឥទ្ធិពលលើផលិតភាពរបស់និយោជិតម្នាក់ម្នាក់ណាលើបុគ្គលម្នាក់ម្នាក់បាទអញ្ចឹងមានន័យថាឥរិយាបថរបស់និយោជិតគឺរងឥទ្ធិពលយ៉ាងខ្លាំងពីបទដ្ឋានរបស់ក្រុមអញ្ចឹងមានន័យថា norm នេះគឺវាជះឥទ្ធិពលទៅលើឥរិយាបថរបស់ក្រុមដោយសារអីដោយសារតែយើងជាសមាជិកនៅក្នុងក្រុមគឺត្រូវ follow នៅអ្វីដែលជាស្តង់ដាររបស់ក្រុមនោះឯងចឹងហើយបានជាយោងតាមការសិក្សាស្រាវជ្រាវនេះបង្ហាញអំពីទំនាក់ទំនងរវាងបន្ទាត់ឋានរបស់ក្រុមនិងឥរិយាបថរបស់សមាជិករបស់ក្រុមបាទយើងចូលដល់ចំណុចជាបន្តទៀតនេះគឺបង្ហាញអំពីឥរិយាបថឃ្លាតចេញពីកន្លែងការងារហើយពាក់ព័ន្ធទៅនឹងឥរិយាបថឃ្លាតចេញពីកន្លែងការងារនេះគឺយើងធ្លាប់បានដឹងហើយនៅកាលដែលយើងធ្វើការសិក្សានៅក្នុងចម្ពោះស្ដីអំពីអកប្បកិរិយាហើយដែលអកប្បកិរិយានោះគឺចង់ផ្ដោតទៅលើអកប្បកិរិយាចំពោះការងារដូច្នេះយើងប្រកាសជាអាចនឹងឃើញនឹកត្រឡប់ទៅវិញពាក់ព័ន្ធជាមួយឥរិយាបថឃ្លាតចេញពីកន្លែងការងារអញ្ចឹងសួរតើហេតុអីបានជាមានឥរិយាបថឃ្លាតចេញពីការងារហើយសួរតើវាមានទំនាក់ទំនងអីជាមួយចំណុចនៃមេរៀនរបស់យើងនេះ
cứ được xa tại bộ côn mùi chùm nún ai nâng mình chồng hay ta ác nâng lòng tám và tọt thán đây là kịp bàn cầm nọt chẳng ưu họ tọt thán không ong gặp hiệp chẳng bộ côn khác cứ ắt trong cờ rụp tạm rồi có ăn là lòng tạm bà chứng cái na bộ côn na mà né đây mình chồng ác nâng lòng tạm rồi có cờ rụp tạm bắt tọt thán là bỏ cống rồi có bắt tọt thán là không cầm rật chị ong gặp hiệp chứng bộ côn nâng cứ cho bẹ pon cho muối Area bot clear tranh phí cái lại càng ngày hơi area bot clear tranh phí cái lại càng ngày ní ví cứ chia area bot xong tốt area bot mỗi đây phải chẳng sẵn cúm rứ có cái hơi thà cùng biến phiếp cua xóm nơi cái lại càng ngày hơi ví cứ chia này dùng này bảo viết cứ chia voluntary behavior cứ chia area bot này thưa láng đói smart chậtได้บ่มเปลี่ยนแต่เลยประตอดทานหรือบ่เอากับเพียบนะได้บ่มเปลี่ยนแต่เลยบัตรทานหรือบ่เอากับเพียบอย่างขลังให้ได้ตามยาการทั่วแบบนั้นวิกลุ่มเรียมกลุ่มหายหรือก็ทั่วป้าปอลดอลสกมาเพียบหรือบ่เอากับเพียบหรือสมาชิกหรือบ่เอากับเพียบบ่าchứng nợ pe là miền area bot clear trên pi cái lạnh càng nghĩa chứng việt phơi bạc bọt đòn sọc mà phiêu rồi hỏng phiếp cái đôi chia sầm mà chắc xem tiệt nơi nông hỏng phiếp hơi cái ban rốt khơi thà area bot bẹp nứng đấy area bot bẹp nứng cứ vì miền cả cạn lãng rồi có cạn miền lãng trào nứng cứ nợ pe đá miền ca quam trồ đói bọt thàn ở bọt cống rồi có nợ pe đá bọc cùl nó cứ thật được nông cống miền đây thà bọc cùl đây mình bẹ pon cho mùi area bọt clear trên pi cái lạnh cá nghĩa ai miền area bọt bẹp nắng nè ai nâng phơ bẹp nắng nợ pe đá cái thật được nông cống miền này là nợ pe đá cái thua ca được nông cống hơi nè và tọt than bọc cống rồi còn nẹt được nông cống nữa bị che ở tập pol đó kì này no mọi kia từ thưa bạc nữa nâng cứ sầm ráp nẹt đây ọt miên cái hơi thá area bot clear trình pi còn lại càng như thế vấn đề có nhà mấy có ai thật được nông cống để đôi dương cho nam vậy thá nơi cho mùi bằng đất cứ bằng đất nơi cho mùi piếc cứ piếc cứ trong miền này bạc nữa chẳng miền này tha tụ bay bọc cua nữa ai đang ở miền bẹ pon cho môi area bot clear trên pin lại cá nghe bật mét bên đáy bờ sân mà quạt thật được nông crom nụ đáy miền bật tọt than bẹp nữa rồi còn nẹt đây chỉ mà trực được nông crom nước miền chợt đặt lại cái bẹp nữa vì nhà mấy vì ai thua áo bọc cua đây thật được nông crom nâng đáy nữa cứ tao của bật bẹp bẹp nữa bà chẳng xua thà ta area bot clear trên bị ca nghe nó cứ ai miền lẹ cái dạng đồn đầy khla từng và dương tới slide mình top dương đừng khơi và chân hàng còng ní cứ chia ca bằng hai nhầm pi bậc phết này area bot clear trên bị cái lại ca nghe và chân miền ưu tiên họ được chia vẽ pon cho môi palagram vẽ pon cho môi drop smart vẽ pon cho môi political vẽ pon cho môi personal aggression chưa đạo bà chân tí mùi ưu tí ho tí mùi cứ bẹ pon tần nâng palat cảm ưu tí ho ai nâng chạ chành bịt phơ ca môn mong cầm nọt ưu tí ho ai nâng cả phơ ca đáy vấn tái phơ ca dứt đòi miền chết tần à phơ ca dứt đòi miền chết tần à rồi có ai nâng thôi miền ca xẹt xì này thuần thiền họ thôi miền ca công bục thôi cái miền ca bạt bong thôi khôi thôi bạch bạ chưa đào nâng cứ vẽ pon cho môi cả lánh và là tất cả ưu tiên hơn này area bot clear trên pi cả lánh ca nghe mùi tiết ưu hóa vẽ pon mùi trọ sầm bạc mà ưu tiên hơn thì mỗi cứ sabotage cứ ca bom play đau chết tận à mà một lực nước ai bom play nó trộm sầm bạc rồi bo crom hồn
ធ្វើឲ្យបែកបាក់ធ្វើឲ្យខូចខាតធ្វើឲ្យបាត់បង់ដោយចេតនាអាចនឹងនិយាយកុហកអំពីម៉ោងធ្វើការណាអាចនឹងនិយាយកុហកអំពីម៉ោងធ្វើការថាម៉ោងប៉ុណ្ណេះថាម៉ោងប៉ុណ្ណោះបាទហ្នឹងគឺពាក់ព័ន្ធមួយម៉ោងធ្វើការនៅក្នុងអង្គភាពមួយទៀតគឺឧទាហរណ៍អាចនឹងលួចរបស់របរពីក្នុងក្រុមហ៊ុនពីក្នុងអង្គភាពហ្នឹងអាចលួចរបស់ដែលជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបាទទី3គឺពាក់ព័ន្ធជាមួយ political នយោបាយជាងឧទាហរណ៍គាត់បង្ហាញនៅគេហៅថា favoritism ហ្នឹងគឺយើងបានសិក្សានោះគឺតាក់ទងជាមួយ in group អញ្ចឹងជាការមើលឃើញថាអ្នកនៅក្នុងក្រុមគឺប្រសើរជាងអ្នកដទៃផ្សេងទៀតដែលសំដៅដល់អ្នកដែលនៅក្រៅក្រុមបាទគាត់អាចនឹងមានអារម្មណ៍មើលឃើញបែបហ្នឹងបាទអាចនឹងនិយាយអេចអូចហើយនឹងគេហៅថា spread នៅពាក្យជាចាមរាមក្អែកមួយជាក្អែក10ណាគាត់អាចនឹង spread ណាមានន័យថាធ្វើឲ្យអាពាក្យចាមរាមហ្នឹងគឺកាន់តែរីកសាយឡើងណាកាន់តែរីកសាយឡើងដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាពគាត់អាចនឹង blame coworkers គាត់អាចនឹងបន្ទោសទៅដល់សមាជិកផ្សេងទៀតនៅក្នុងអង្គភាពគឺចង់សម្ដៅដល់មិត្តរួមការងាររបស់គាត់អាចបន្ទោសអីផ្សេងហ្នឹងគឺពាក់ព័ន្ធទៅនឹង political ហើយមួយទៀតគឺ personal aggression គឺការរុករានផ្ទាល់ខ្លួនលក្ខណៈផ្ទាល់ខ្លួនការរុករានលក្ខណៈផ្ទាល់ខ្លួននេះឧទាហរណ៍ទី1ឧទាហរណ៍ដូចជាតេតិនទៅនឹង sexual harassment គឺការយាយីផ្លូវភេទឧទាហរណ៍ដូចជាមិត្តរួមការងារនៅក្នុងកន្លែងការងារហ្នឹងគឺឧទាហរណ៍ជាស្ត្រីជាដើមអញ្ចឹងគាត់អាចនឹងមានការយាយីផ្នែកផ្លូវភេទគាត់អាចមានគេហៅថា verbal abuse គឺការនិយាយប្រមាថដោយពាក្យសម្ដីណាការប្រមាថដោយពាក្យសម្ដីហ្នឹងគេហៅ verbal abuse បាទគឺគាត់អាចនិយាយប្រមាថនរណាម្នាក់ឧទាហរណ៍អាចជាថ្នាក់គ្រប់គ្រងជាដើមបាទហើយនឹងមួយទៀតគឺ stealing from coworkers បាទគឺគាត់អាចលួចរបស់របររបស់មិត្តរួមការងាររបស់គាត់ជាដើមបាទអញ្ចឹងនេះហើយជាឧទាហរណ៍មួយចំនួនបង្ហាញអំពីអេរិយាបថឃ្លាតចេញពីកន្លែងការងារអញ្ចឹងនៅពេលដែលមានអេរិយាបថឃ្លាតចេញពីការងារកើតមានឡើងអញ្ចឹងវាប៉ះពាល់ណាវាប៉ះពាល់ទៅដល់អង្គភាពមានន័យថាវាប៉ះពាល់ដល់ការបដូរផ្ដាច់របស់និយោជិតវាប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនៅក្នុងអង្គភាពក៏ដូចជាវាប៉ះពាល់ដល់ការជំរុញលើកទឹកចិត្តហើយដែលជាលទ្ធផលអាចនាំឲ្យមានបញ្ហាដល់ការប្រតិបត្តិពាក់ព័ន្ធជាមួយ performance ក៏ដូចជាប៉ះពាល់ទៅដល់គេហៅថាធ្វើឲ្យមានការមិនពេញចិត្តចំពោះការងារជាដើមបាទអញ្ចឹងមានន័យថានៅពេលដែលមានអេរិយាបថឃ្លាតចេញពីកន្លែងការងារវាធ្វើឲ្យប៉ះពាល់ដល់អង្គភាពព្រោះអីវាគឺជាអេរិយាបថមួយដែលមានលក្ខណៈគេហៅ anti social វាមានលក្ខណៈមួយគេហៅថាបំពានទៅលើបទដ្ឋានរបស់អង្គភាពបាទឥឡូវយើងចូលដល់លក្ខណៈសម្បត្តិរបស់ក្រុមទី3គឺ status គឺបង្ហាញអំពីឋានៈណាឋានៈអញ្ចឹងស្អីទៅហៅថាជាឋានៈអញ្ចឹងឋានៈគឺជាលក្ខណៈសម្បត្តិរបស់ក្រុមមួយទៀតហើយដែលសំដៅទៅដល់តំណែងណាវាគឺជា position ជាតំណែងឬក៏វាគឺជា rank មានន័យថាជាឋានៈឬក៏ឋានៈដែលគេផ្ដល់ទៅកាន់ក្រុមឬក៏សមាជិករបស់ក្រុមដោយអ្នកផ្សេងមានន័យថាឋានៈវាគឺជា
tầm nén rư co chia thánh nát rèn thánh nát nữa rư co vì cứ chia thản non tả sát đây ban bắt đầu áo đòi crom rư co sơ mà chất robot crom nội vì cứ chia mặt siêu bài đâm bay thua ở miền phiếp khó cái này không chịu nấu sơ mà chất mà nè miền này thành được đây thản nát từ ban bắt đầu áo từ càn sơ mà chất này mùi robot crom chẳng về nâng cứ thua áoสมาชิกมันเนี่ยคือเมียนเพียบขอกเนี่ยปีมันเนี่ยตื้อมันเนี่ยเตียเฮ้ยที่ธรรมดาฐานะคืออาจเมียนอัติพลเลยเอริยาบอดนะอาจเมียนอัติพลเลยเอริยาบอดเฮ้ยกี่บานรบคืนถาวิก็ชี้อุปกรณ์สำหรับปราบปรามนำใบจุ่มรุ่งเลือกตึกจัดพองได้นะสำหรับจุ่มรุ่งเลือกตึกจัดพองได้เฮ้ยสำหรับทฤษฎีจริตลักษณะระบบฐานะนี่ status characteristic theory คือทฤษฎีจริตลักษณะระบบฐานะที่บานบังหารถาเพียบครบเนี่ยในจริตลักษณะระบบฐานะบังเกิดในฐานะนุกรมในฐานะในขนมกลมเนี่ยเพียบครบเนี่ยในจริตลักษณะระบบฐานะบังเกิดในฐานะนุกรมเนี่ย hierarchy เนี่ยในฐานะในขนมกลมเฮ้ยฐานะตัวบ้านนะคือฐานะนั้นคือตัวบ้านปีประพบสำคัญหน้ามุ้ยขนมจุ่มน้ำใบประพบข้างกลางนี่นะในฐานะคือการเจนmộtปีประพบหน้ามุ้ยขนมจุ่มน้ำประพบแต่งใบโดยข้างกลางนี่ที่มุ้ยอำนาจได้หน้ามันเนี่ย the power a person wields over other chỉ hôm nay đây là na mà nè truột tra lơ nè đợt tây chỉ hôm nay đây là na mà nè cứ truột tra lơ nè xì nó cứ chỉ bộc tỉ mùi chẳng tranh pi ấy cứ tranh pi power tranh pi âm nài tranh pi âm nài chẳng thà nát tranh mà pi power bộc tỉ mùi cứ power đây truột tra wheels over cứ control overที่ปีคือสมรรถภาพระบบนนามเนี่ยนี่สมรรถภาพระบบนนามเนี่ยขนมกาโจรวมจำในนะขนมกาโจรวมจำในจำพวกโกดาวระบบกรมนะจำพวกโกดาวระบบกรมบ่าจังบางแห่งปีสมรรถภาพจังในขนมสเตตัสนี้นะประพบบอกว่าคือเจนตีมวยมันคือเจนปี power ตีปีคือเจนปีสมรรถภาพบ่าน้องกาโจรวมจำไหนแต่น้องกูดาวระบบกรมหนึ่งตีใบคือเจนmộtปีนี่ personal characteristic คือจะรัดแหลกนะตอนคล้วนระบบบุคคลนะจะรัดแหลกนะตอนคล้วนระบบบุคคลจังมีในธรรมนัตก็เจนปีให้ทำเพียบตอนคล้วนระบบบุคคลบ่าอย่างให้บางยังจะนำยัยทานเนี่ยคลาเมอร์ก็คือมีอำนาจมองเนี่ยคลาเมอร์มาออดมีอำนาจสองจังตั้งปีก็ให้ทำ physical appearance การบางหางเจนข้างกลางระบบบุคคลนั่นแต่นอมอ้อยเนี่ยตีเมอร์เคยเนี่ยอุทธรรูเรียงนะยังโดยยังจะนำยัยทานยังโยซอนสกมาเนี่ยเมาเยี่ยมให้ซอนสกนั่งอุทธรสโคมกับปรังเลยเจ้าหน้าคล้ายนะมันตายไปยังโยซอนสกมาเนี่ยได้มีกับปูให้เรียงงานทาทมเมื่อtừ thốngนะจึงcái nhất âm nái cao miền là trên pi ấy personal characteristic cái nhất bàจึงประพบแต่งใบนะระบบอำนาจคือการเจนปีสมตัวระบบฐานะคือการเจนปีที่มุ้ยคือ power ที่ปี ability นั่งที่ใบคือ personal characteristic บ่าจึงมันต่อในตรองจำนวนมันคือยังโจลดอล impact of status คือการเชี่ยอัตโพลในฐานะบ่าการเชี่ยอัตโพลในฐานะที่มุ้ยคือฐานะหนึ่งประตอดฐานนะที่มุ้ยคือเมืองห้าอย่างปีตุ่มเนะตุ่มนองระเวียงฐานะเชี่ยมุ้ยประตอดฐานจึงฐานะหนึ่งประตอดฐานอาจมีอัตโพลหรือเอริยาบอสระบบองค์เพียบเอริยาบอสในขนมองค์เพียบ
សមាជិកក្រុមដែលមានឋានៈខ្ពង់ខ្ពស់ច្រើនតែផ្ដល់សេរីភាពនៅក្នុងការងាកចេញពីបន្ទាត់ឋានច្រើនជាងសមាជិកនៃក្រុមផ្សេងទៀតចឹងឃើញគេថា high status individual often have more freedom to deviate from norm ចឹងបុគ្គលដែលមានឋានៈខ្ពស់ហ្នឹងជាញឹកញាប់ច្រើនតែគេថាមានសេរីភាពងាកចេញពីបន្ទាត់ឋានបាទហេតុអីឥទ្ធិពលរបស់អំណាចសំទោសឥទ្ធិពលរបស់ឋានៈដែលធ្វើឲ្យមានគេហៅថា power ដែលមានឥទ្ធិពលឥទ្ធិពលហើយយើងផ្សារភ្ជាប់នៅទស្សនវិជ្ជាជាក់ស្ដែងមកយើងអាចយល់ហើយសួរថាតើអ្នកតូចហ្នឹងងាកចេញពីស្តង់ដារនៃអេរិយាបថឬក៏អ្នកធំហ្នឹងងាកចេញពីស្តង់ដារនៃអេរិយាបថពិចារណាខ្លួនឯងតែគ្រាន់ឲ្យយើងយល់ពីលក្ខណៈជាទ្រឹស្ដីថាឋានៈនិងបន្ទាត់ឋានគឺអាចមានឥទ្ធិពលលើអេរិយាបថនៅក្នុងអង្គភាពគឺចង់បញ្ជាក់ថាបុគ្គលដែលមានឋានៈខ្ពស់គឺច្រើនតែអ្នកនឹងហើយដែលជាអ្នកដែលងាកចេញពីបទដ្ឋានណាងាកចេញពីបទដ្ឋានអ្នកដែលមានឋានៈខ្ពស់ក៏អាចនឹងមានគេហៅសម្ពាធទប់ទល់បានចំពោះអនុលោមភាពណាក៏អាចទប់ទល់បាននៅសម្ពាធនៃអនុលោមភាពចឹងហើយបានជាយ៉ាងម៉េចឧទាហរណ៍តារាល្បីអ្នកសម្ដែងល្បីអត្តពលិកល្បីអ្នកលក់ដែលឆ្នើមអ្នកអាខាដមិកឆ្នើមហ្នឹងគឺភាគច្រើនគេហាក់ដូចជាមិនរវល់នឹងការបង្ហាញខ្លួនរបស់ខ្លួនគេហ្នឹងគេ personal appearance របស់គេហ្នឹងគឺគេមិនសូវរវេរវល់ទេឬក៏អត់សូវរវីរវល់ជាមួយបន្ទាត់ឋានសង្គមទេមានន័យថាគេច្រើនតែ deviate from norm ណាគេច្រើនតែ deviate from norm បាទដោយសារអីយើងនិយាយភាសាសាមញ្ញថាមោទនភាពហើយមួយទៀតគឺដោយសារអីដោយសារតែវាពាក់ព័ន្ធទៅនឹងការដែលគេនោះមានឋានៈណាគេមានឋានៈខ្ពស់អញ្ចឹងមានន័យថាច្រើនតែធ្វើប្រះចាកចេញពីអ្វីដែលជាបទដ្ឋានអ្វីដែលជាស្តង់ដារណាអញ្ចឹងបទដ្ឋានវាជាអេរិយាបថជាស្តង់ដារដែលគេទទួលយកអញ្ចឹងបើយើងនិយាយអាក្រក់ស្ដាប់ថាអ្នកទាំងអស់នោះហើយច្រើនតែអ្នកដែលធ្វើអ្វីដែលខុសនឹងអ្វីដែលជាការទទួលយករបស់សង្គមបាទដោយសារអីដោយសារតែពួកគេបានលេចធ្លោដោយសារតែភាពខ្ពង់ខ្ពស់នៃឋានៈរបស់គេនោះឯងបាទមួយទៀតគឺឋានៈនិងអន្តរកម្មរបស់ក្រុមឋានៈនិងអន្តរកម្មរបស់ក្រុមបាទអញ្ចឹងមានន័យថាអន្តរកម្មរបស់ក្រុមគឺរងឥទ្ធិពលពីឋានៈអន្តរកម្មរបស់ក្រុមគឺរងឥទ្ធិពលពីឋានៈមនុស្សដែលមានឋានៈខ្ពស់ណាមនុស្សឬក៏អ្នកដែលមានឋានៈខ្ពស់ជាញឹកញាប់ច្រើនប្រព្រឹត្តនៅក្នុងរបៀបមួយដែលមានលក្ខណៈ more assertive មានន័យថានៅក្នុងរបៀបមួយដែលប្រកបដោយទំនុកចិត្តបាទដែលធ្វើឲ្យអ្នកដទៃហ្នឹងគឺស្ដាប់តាមណាដែលយើងហៅថា assertive មានន័យថាជារបៀបដែលគេមានទំនុកចិត្តហើយនៅពេលដែលគេធ្វើការនិយាយអីឬក៏ធ្វើអីគឺធ្វើឲ្យអ្នកផ្សេងហ្នឹងគឺទទួលយកហ្នឹងគេហៅថា assertiveness បាទអញ្ចឹងក្នុងករណីហ្នឹងមានន័យថាភាពខុសគ្នានៃឋានៈគឺអាចរារាំងដល់គេហៅថាភាពចម្រុះនៃគំនិតនិងការច្នៃប្រឌិតផ្សេងហើយគេបានរកឃើញថាសមាជិកដែលមានឋានៈទាបច្រើនតែមាននិន្នាការមិនសូវសកម្មបាទមានន័យថាអ្នកដែលមានឋានៈទាបហ្នឹងគឺច្រើនតែអត់សូវមានលក្ខណៈ active នោះឡើយគឺមានលក្ខណៈ inactive
cứ ạ sạ cảm mình sâu sạ cảm bà chẳng miền này thà nẹ đại miền thần nặng can là khú cứ can tái more assertive cứ miền assertiveness nó cứ can tái khẳng bà tí bảy cứ status inequity bà phiệp mình smile cái này thần nặng rồi có ạ sạ mà thoa này thần nặng vì bằng cao nơi ạ sạ mặt tả disequilibrium chẳng perceived inequity create disequilibrium cứ bằng cao nơi cả ạ sạ mặt tả bên này thà cả na miền cả vô khơi thà miền inequity cả miền lớn cứ phiệp mình smile cái này thà nạ cả miền lớn đấy vì bằng cao ở miền ạ sạ mặt tả vì bằng cao ở miền ạ sạ mặt tả hỏi đây bần đa ở miền cả cái làm o này area bọt can lead to resentment and creative error vì đừng bần đa áo miền cả cái làm o thua ở xa làng đấy area bọt dân krom tại miền thana nó krom ai nói mọi miền cả on spun chật không chừng nào nè này nơi trong mình chọt nơi thằng nè miền này nè này nơi còng kia bằng phật nơi thằng nè còng kia bằng phật chứng nè cua bằng phật từ đó nè còng bằng phật chứng cái nào krom tại miền thằng nào krom vì ai bằng cò ao từ miền chỉ cả on spun chật không chừng nào nè này nơi trong poi nơi thằng nè nằng hay phiếp khâu kia khăng này thằng nè nơi không krom có miền tầm nè tầm nón từ nâng ca vào từ bát rồi bao bọc cuốn mình bàn lõ than phiệp mình bàn lõ nâng chết tận nào có được nông ca chạy trên bị còng phòng này miền này thà nè này thật được nông cầm rật này thà nặng tiệp nữa cứ tràn tài chuyện hai thà ca vào từ bát vào quạt nó cứ mình sơi bàn lõ rồi miền chết tận nào có được nông ca chạy trên bị còng để xa tay ca on spun chất nơi hai thà nơi pe đại crom nó cứ miền thà nó crom khăng pe chân nẹt này nơi crom kia nó ấy cứ chỉ nẹt đại miền ca on spun chặt cả miền làng hơi không nô đá co bằng hai nhầm pi thà nẹt chỉ môi stigmatization và bị thà stigmatization bên này thà chia rom chia vitamin chỉ mùi nó nào mà nét rồi có chỉ mùi ở vầy muối vì cái ta bắt cao nữa cái hai thà stigma by association nên đây thà rom chia vitamin nâng viên nâng miên tầm nẹt tầm nón cái hai thà chlong vì miên tầm nẹt tầm nón chlong cả miền làng chẳng xua là ta tầm nẹt tầm nón chlong nó giang mày tẩy bà cứ trong bằng hai thà nạ đó bao bọc cối thà nạ đó bao bọc cối để dương miên tầm nẹt tầm nòng chỉ muối cứ ai chia ăn từ pol lư tia sả nạ đó bao nẹt đó tới này mưa một giờ thôi nhưng đào cho môi nẹt thống chứng dương từ tu nơi ca chầm lon nơi ăn từ pol tranh pí nẹt thông nằng hái đài nẹt đó tới mưa khơi màu dương nó nóng rụp hiệp muối bài sinh không bị dướng ọt đào cho mùi nẹt thùng nâng cả lấy nâng cái chân bằng hàng đào dướng nơi trăng chùm nói nâng miền này thà vì miền cái stigma association bà chân tam dạ ca sạc giá ban bằng hàng thà nẹt đài trơi cái miền ở rong chỉ ạ với chỉ miền chỉ mùi being stigmatized bà chân ai nâng chùm lon đo nè được tới tam rồi dạ rong chia ạ với chùm miền stigma nữa đó bỏ kê nụ chẳng miền này thà mấy miền này thà sân bình dương đôi dương cho nam vậy tiệc mai dương đào cho môi piêu chẳng xa thiệt piêu nó bị chlong nó bị miền tập nè tập non bị chlong hai bình dương đào cho môi bằng đất nó bằng đất nó thiệp chỉ bằng đất nó bị chlong đó là dương bà chứ cái bằng hai thà nè này từ cái miền ở rong chỉ ạ với chỉ miền chỉ môi nữa ai nâng chùm lon đo nè là tới tam giá ở rong chỉ ạ với chỉ miền rồi bỏ kê nụ miền đây tham bờ na mà nè miền ở rong chỉ ạ với chỉ miền chỉ môi dưới chứ vì ai chùm lon à nâng tới cắn nè đo tây xây tiền
បាទចឹងមានន័យថាអារម្មណ៍ជាអវិជ្ជមានហ្នឹងតាមរយៈឥទ្ធិពលនៃទំនាក់ទំនង association effect ចឹងអាចបណ្ដាលឲ្យមានមតិអវិជ្ជមាននិងការវាយតម្លៃលើអ្នកមានទំនាក់ទំនងជាមួយបុគ្គលហ្នឹងដែលត្រូវគេមានអារម្មណ៍អវិជ្ជមានហ្នឹងមានន័យថាបើសិនបើយើងដើរជាមួយអ្នកដែលមិនល្អឃើញទេចឹងអ្នកដទៃនោះគឺធ្វើការសន្មត់ថាយើងនឹងក៏មានចរិតលក្ខណៈបែបហ្នឹងបាទនឹងហើយដែលបង្ហាញអំពីគេហៅថា status and stigmatization បាទអញ្ចឹងវាគេហៅថាអារម្មណ៍ជាអវិជ្ជមានដែលមានលក្ខណៈឆ្លងដោយឥទ្ធិពលនៃទំនាក់ទំនងបាទនិងចុងក្រោយគឺ group status គឺឋានៈរបស់ក្រុមអញ្ចឹងដោយសារតែចិត្តគំនិតពួកយើងនិងពួកគេណាជាធម្មតាគឺមានចិត្តគំនិតពួកយើងពួកគេ us and them mentality បាទអញ្ចឹងកាលណាមានចិត្តគំនិតពួកយើងពួកគេយើងដឹងហើយលទ្ធផលយ៉ាងម៉េចវាធ្វើឲ្យមានការបែកខ្ញែកគ្នាគេហៅ group polarization គឺការបែកខ្ញែកគ្នាហើយដែលនាំទៅដល់អី in group ហើយនឹង out group នោះឯងបាទអញ្ចឹងអ្នកដែលនៅក្នុង in group យ៉ាងម៉េចមើលឃើញថាសមាជិកហ្នឹងសិតតែមានភាពប្រសើរជាងអ្នកដែលនៅខាងក្រៅក្រុមអូខេអញ្ចឹងវានាំឲ្យមានគេហៅថាការបែកខ្ញែកចេញពីគ្នានៃក្រុមបាទអញ្ចឹងវានាំឲ្យមានអីគឺសំអប់គឺការស្អប់កើតមានឡើងអញ្ចឹងការស្អប់គ្នាកើតមានឡើងគឺដោយសារតែមានការបែកខ្ញែកចេញជាក្រុមនោះឯងបាទមានន័យថាគេហៅថាយើងមានចិត្តគំនិតថាពួកយើងពួកគេអញ្ចឹងយើងគឺប្រសើរជាងពួកគេនោះឯងបាទអញ្ចឹងនេះគឺជាឥទ្ធិពលនៃឋានៈណាជាឥទ្ធិពលនៃឋានៈបាទលក្ខណៈសម្បត្តិរបស់ក្រុមជាបន្តទៀតនេះជាលក្ខណៈសម្បត្តិទី4គឺ size គឺទំហំគឺសំដៅដល់ទំហំរបស់ក្រុមណាទំហំរបស់ក្រុម size បាទទំហំរបស់ក្រុមអញ្ចឹងជាធម្មតាទំហំរបស់ក្រុមគឺមានឥទ្ធិពលលើឥរិយាបថជាទូទៅរបស់ក្រុមនេះណាទំហំរបស់ក្រុមគឺជះឥទ្ធិពលទៅលើឥរិយាបថជាទូទៅរបស់ក្រុមប៉ុន្តែការជះឥទ្ធិពលគឺវាអាស្រ័យលើអថេមិនឯករាជ្យណាការជះឥទ្ធិពលណាគឺវាអាស្រ័យលើអថេមិនឯករាជ្យក្រុមដែលមានទំហំធំណាក្រុមដែលមានទំហំធំមានសមាជិករាប់សិបនាក់ឬក៏ច្រើនជាងនេះហើយវាផ្ដល់នៅផលល្អសម្រាប់ gaining diverse input កាលណាយើងចង់ទទួលបាននៅធាតុចូលច្រើនណាចង់បានគេហៅថាព័ត៌មានច្រើនពីក្រុមគំនិតច្រើនពីក្រុមហ្នឹងគឺយើងអាចប្រើប្រាស់នៅ large group ក្រុមធំដែលមានចំនួនរាប់សិបនាក់ឬក៏ច្រើនជាងនឹងទៅទៀតបាទប៉ុន្តែសម្រាប់ក្រុមតូចវិញណាក្រុមតូចវិញជាធម្មតាគឺមានសមាជិកប្រហែលជា7នាក់ក្រុមតូចណាជាទូទៅគឺមានសមាជិកចាប់ពី7នាក់ចុះក្រោមគឺវាផ្ដល់នៅផលល្អសម្រាប់គេហៅថាធ្វើអ្វីដែលមានផលិតភាពជាមួយនឹងធាតុចូលនឹងមានន័យថាយើងអត់ចង់បានច្រើនពេកទេយើងចង់បានថាល្មមចេញពីប្រមាណអ្នកសំខាន់មែនយើងចង់ថាបដោតណាមានន័យថាផ្ដល់នៅភាពល្អប្រសើរក្នុងការធ្វើអ្វីដែលមានផលិតភាពជាមួយនឹងធាតុចូលនោះនឹងមានធាតុចូលចេញពីក្រុមដែលមានចំនួនតិចហ្នឹងមានន័យថាយើងអត់ត្រូវការគ្នាច្រើនពេកណាចង់បានតែ5-6នាក់ហ្នឹងមកយកគំនិតតែ5-6នាក់ហ្នឹងមកយកជាគំនិតសម្រាប់ធ្វើឲ្យទៅដោះស្រាយនៅបញ្ហាអ្វីមួយបានហ្នឹងឬក៏ជាមូលដ្ឋានក្នុងការសម្រេចចិត្តអ្វីមួយបានហ្នឹងបាទ
ហើយក្នុងនោះដែរគឺមានការរកឃើញនៅចំណុចមួយដែលពាក់ព័ន្ធទៅនឹងទំហំរបស់ក្រុមនោះគឺពាក់ព័ន្ធទៅនឹង social loafing បាទហៅថា social loafing social loafing នេះគឺជានិន្នាការដែលជានិន្នាការដែលបុគ្គលធ្វើការចំណាយឬក៏បញ្ចេញនៅកិច្ចខិតខំប្រឹងប្រែងតិចតួចនៅពេលដែលធ្វើការជារួមនៅក្នុងក្រុមជាជាងធ្វើការនៅម្នាក់ឯងនៅត្រង់ចំណុចនេះគឺចង់បញ្ជាក់ថានៅពេលដែលធ្វើការជាក្រុមមនុស្សឬក៏បុគ្គលមួយចំនួនអាចនឹងបញ្ចេញនៅកិច្ចខិតខំប្រឹងប្រែងតិចតួចមានន័យថាអត់សូវខំទេដល់ពេលបើសិនបើឲ្យធ្វើម្នាក់ឯងអាហ្នឹងគឺខំកាន់តែខ្លាំងនេះគឺជានិន្នាការមួយដែលគេរកឃើញណាដែលបុគ្គលអាចនឹងប្រព្រឹត្តនៅក្នុងរបៀបបែបហ្នឹងមានន័យថាការប្រព្រឹត្តនៅក្នុងក្រុមអញ្ចឹងបើសិនបើយើងសម័យមើលបើសិនបើក្រុមហ្នឹងកាន់តែមានទំហំកាន់តែធំឧទាហរណ៍ចំនួនមនុស្សកាន់តែច្រើនអញ្ចឹងយ៉ាងម៉េចមានន័យថាម្នាក់ហ្នឹងគឺកាត់បន្ថយនៅការខំរបស់ខ្លួនបាទប៉ុន្តែបើក្រុមកាន់តែតូចយើងឃើញហើយមានន័យថាការសកម្មភាពរបស់បុគ្គលត្រូវចូលរួមកាន់តែច្រើនជាងអញ្ចឹងបង្ហាញអំពីនិន្នាការដែលគេឲ្យឈ្មោះថា social loafing បាទអញ្ចឹងមានន័យថានេះដូចក្នុងរូបដែលខ្ញុំដាក់បង្ហាញជូននេះឃើញទេបាទមានគ្នា3នាក់ប៉ុន្តែយ៉ាងម៉េចមានតែ2នាក់ទេដែលបញ្ចេញនៅកិច្ចខិតខំប្រឹងប្រែងខណៈដែលម្នាក់ទៀតបាទដូចនៅក្នុងរូបយើងឃើញហើយនេះម្នាក់ទៀតនេះគឺអត់បញ្ចេញនៅកិច្ចខិតខំប្រឹងប្រែងមានន័យថាអត់ធ្វើណាមានតែ2នាក់ទេដែលខំហើយម្នាក់ទៀតគឺនៅទំនេរចោលអញ្ចឹងហើយបានជានៅក្នុងក្រុមឧទាហរណ៍ដូចជាធ្វើ assignment ធ្វើអីឬក៏ក្រុមអីផ្សេងគឺមានគេហៅថាអ្នកចាំទទួលផលមានន័យថាអត់សូវបញ្ចេញនៅកិច្ចខិតខំប្រឹងប្រែងទេប៉ុន្តែចាំទទួលផលយើងតែងតែមានណាមិនមែនតែមានតែនៅក្នុងការធ្វើកិច្ចការ assignment ឬក៏ធ្វើអីទេនៅក្នុងផ្សេងទៀតគឺមានអ្នកខ្លះអត់ត្រូវអត់គេហៅថាធ្វើអីទេគឺចាំទទួលផលតែម្ដងអ្នកបែបហ្នឹងគេឲ្យឈ្មោះថា free rider ណាគេឲ្យឈ្មោះថា free rider មានតែអ្នកហ្នឹងគឺអត់ធ្វើអីទេប៉ុន្តែចាំទទួលផលអញ្ចឹងនៅក្នុងក្រុមគឺពាក់ព័ន្ធមួយទំហំរបស់ក្រុមនេះវានាំឲ្យមាននិន្នាការហ្នឹងគឺ social loafing បាទនេះគឺជារឿងពិតណាខ្ញុំមិននិយាយដើម្បីដាក់បន្ទុកទៅលើនរណាម្នាក់ទេប៉ុន្តែវាគឺជាទស្សនវិជ្ជាជាក់ស្ដែងណាតែងតែកើតមានឡើងដែលគេឲ្យឈ្មោះថា social loafing បាទឥឡូវនេះធ្វើម៉េចដើម្បីទប់ស្កាត់នៅ social loafing behavior បាទអញ្ចឹងធ្វើម៉េចដើម្បីទប់ស្កាត់នៅ social loafing បាទធ្វើម៉េចដើម្បីកាត់បន្ថយនៅ social loafing ហ្នឹងយើងចង់ prevent រារាំងឬក៏ទប់ស្កាត់យើងអត់ចង់ឲ្យមានទេបាទអញ្ចឹងដូចយើងបានឃើញអត្ថន័យរបស់វារួចហើយថា social loafing គឺកើតឡើងនៅពេលដែលបុគ្គលមិនខិតខំធ្វើការនៅក្នុងក្រុមដូចខ្លួនធ្វើការម្នាក់ឯងទេមានន័យថាបើការងារជាក្រុមអត់សូវចង់ធ្វើទេប៉ុន្តែបើដាក់ឲ្យម្នាក់ឯងគឺបានធ្វើឃើញទេអញ្ចឹងនិន្នាការបែបហ្នឹងហើយដែលគេឲ្យឈ្មោះថាជា social loafing អញ្ចឹងនៅពេលដែលធ្វើការងារជាក្រុមអញ្ចឹងយើងជាអ្នកគ្រប់គ្រងត្រូវធានាថាយើងសាងបាននៅគេហៅថា individual accountability គឺគណនេយ្យភាពបុគ្គលបាទអញ្ចឹងចង់បង្ហាញពីអីតម្លាភាពនិងការទទួលខុសត្រូវរបស់បុគ្គលនោះឯងហើយខាងក្រោមនេះគឺជាមធ្យោបាយខាងក្រោមនេះគឺជាមធ្យោបាយដែលយើងអាចប្រើប្រាស់ដើម្បីទប់ស្កាត់នៅ social loafing បាទអញ្ចឹងទី1គឺយើងត្រូវកំណត់ឲ្យបានច្បាស់លាស់នៅគោលដៅរបស់ក្រុមណាទី1គឺត្រូវកំណត់ឲ្យបានច្បាស់លាស់នៅគោលដៅរបស់ក្រុមបាទបើស្គាល់គោលដៅរបស់ក្រុមគឺមានភាពមិនច្បាស់លាស់នឹងគឺបុគ្គលដែលជាសមាជិកនៅក្នុងក្រុមខ្លះអាចនឹងមិនចង់ចូលរួមឬក៏ចូលរួមដែរប៉ុន្តែចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងតិចតួចប៉ុន្តែបើគោលដៅច្បាស់លាស់
មានន័យថាបង្ហាញអំពីគេហៅថាភាពតម្រូវនៅក្នុងការចូលរួមរបស់សមាជិកក្រុមនីមួយៗទី2គឺយើងត្រូវបង្កើននៅ intergroup competition គេហៅថាយើងត្រូវលើកទឹកចិត្តដល់ការប្រកួតប្រជែងអន្តរក្រុមណាយើងត្រូវជំរុញនៅការប្រកួតប្រជែងអន្តរក្រុមមានន័យថារវាងក្រុមនិងក្រុមបាទអញ្ចឹងកាលណាប្រកួតប្រជែងគ្នាពីក្រុមមួយទៅក្រុមមួយពេលហ្នឹងគឺម្នាក់ត្រូវខំដើម្បីអីទទួលបានលទ្ធផលល្អដើម្បីឈ្នះក្រុមផ្សេងណាទី3គឺត្រូវ engage in peer evaluation មានន័យថាត្រូវប្រើប្រាស់នៅការវិតម្លៃពីមិត្តរួមការងារដែលជាផ្នែកមួយនៃដំណើរការព័ត៌មានត្រឡប់មានន័យថាយើងត្រូវទទួលយកនៅ feedback ចេញពីសមាជិកផ្សេងទៀតនៅក្នុងក្រុមមានន័យថាពី peer ណាពីមិត្តនៅក្នុងរួមការងារនោះឯងបាទអញ្ចឹងនៅពេលដែលវាតម្លៃយើងអាចឲ្យសមាជិកម្នាក់គឺធ្វើការបញ្ចេញមតិណាផ្ដល់នៅព័ត៌មានត្រឡប់ហ្នឹងគឺឲ្យសមាជិកម្នាក់ហ្នឹងគឺធ្វើការចូលរួមនៅក្នុងការបញ្ចេញមតិបាទមានន័យថាទទួលបាននៅការវាតម្លៃចេញពីមិត្តរួមការងារនោះឯងទី4យើងត្រូវជ្រើសរើសនៅសមាជិកដែលមាន high motivation and like to work in groups បាទអញ្ចឹងបុគ្គលខ្លះគឺអត់ចង់ធ្វើការងារជាក្រុមទេអញ្ចឹងយើងនៅពេលដែលបង្កើតក្រុមត្រូវយកសមាជិកទាំងឡាយណាដែលមានការជំរុញលើកទឹកចិត្តខ្ពស់ហើយចង់ធ្វើការងារជាក្រុមណាអញ្ចឹងត្រូវជ្រើសរើសនៅសមាជិកហ្នឹងដែលស្របទៅនឹងក្រុមណាត្រូវជ្រើសរើសសមាជិកហ្នឹងឲ្យស្របទៅនឹងសមាជិកភាពឬក៏គោលដៅរបស់ក្រុមបាទអញ្ចឹងសមាជិកភាពរបស់ក្រុមគឺសំខាន់ណាសិនបើបុគ្គលនៅក្នុងក្រុមខ្វះនៅការជំរុញលើកទឹកចិត្តអត់ចង់ធ្វើការងារជាក្រុមទេអញ្ចឹងវាប៉ះពាល់ទៅដល់ផលិតភាពរបស់ក្រុមទី5គឺយើងត្រូវផ្សារភ្ជាប់នៅការផ្ដល់រង្វាន់លក្ខណៈជាក្រុមណាយើងត្រូវផ្សារភ្ជាប់ការផ្ដល់រង្វាន់ទៅដល់ក្រុមបាទហើយផ្អែកលើគេហៅថាការចូលរួមចំណែករបស់បុគ្គលដែលជាសមាជិកម្នាក់បាទអញ្ចឹងមានន័យថាយើងសម្រាប់ការផ្ដល់រង្វាន់ដល់ក្រុមហ្នឹងវាអាស្រ័យទៅលើឥរិយាបថរបស់បុគ្គលម្នាក់មានន័យថាការចូលរួមចំណែករបស់ក្រុមរបស់សមាជិកក្រុមមានន័យថាទទួលបានផលទៅតាមចំណែករៀងខ្លួនដែលខ្លួនបានចូលរួមចំណែកបាទអញ្ចឹងមានន័យថាអ្នកចូលរួមតិចបាទបានតិចតាមហ្នឹងអ្នកចូលរួមច្រើនគឺបានច្រើនទៅតាមហ្នឹងដើម្បីអីដើម្បីជំរុញការចូលរួមកាន់តែខ្លាំងកាលណាបើសិនបើយើងផ្ដល់រង្វាន់ដល់ក្រុមលក្ខណៈស្មើគ្នាពេលហ្នឹងគឺសមាជិកផ្សេងទៀតដែលជាអ្នកខិតខំប្រឹងប្រែងគេនឹងគេហៅថាលែងចង់ខិតខំប្រឹងប្រែងព្រោះអីគង់តែទទួលបាននៅកម្រិតនៃរង្វាន់ដូចគ្នាដដែលបាទអញ្ចឹងនៅពេលដែលយើងផ្ដល់រង្វាន់ទៅដល់ក្រុមយើងត្រូវភ្ជាប់ការផ្ដល់រង្វាន់ដល់ក្រុមហ្នឹងទៅនឹងឥរិយាបថរបស់បុគ្គលពោលគឺការចូលរួមចំណែករបស់បុគ្គលម្នាក់នៅក្នុងក្រុមនោះឯង